សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំគឺគីយាងហើយនេះអ្នកទាំងអស់គ្នាប្រហែលជាដឹងថាជាអ្នកណាហើយមែនទេនេះគឺជាវេជ្ជបណ្ឌិតជាងវឹកថៃមកពីមន្ទីរពេទ្យកែសម្ផស្សវៀតមីហើយដោយដែលយើងបានសន្យាជាមួយនឹងប្រិយមិត្តថាបន្ទាប់ពីវគ្គដំបូងយើងនឹងវេជ្ជបណ្ឌិតថៃបានចែករំលែកបទពិសោធន៍ក៏ដូចជាចំណេះដឹងជាច្រើនអំពីរបៀបធ្វើការពង្រីកដើមទ្រូងយ៉ាងដូចម្តេចហើយសម្រាប់វគ្គទី2យើងនឹងវេជ្ជបណ្ឌិតថៃនឹងជជែកនិងចែករំលែកជាមួយអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រលើកខ្ទង់ច្រមុះនាពេលបច្ចុប្បន្នថាធ្វើដូចម្តេចដើម្បីឲ្យប្រិយមិត្តទាំងអស់គ្នាទទួលបានច្រមុះឆើតឆាយនិងទាក់ទាញសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិងគីយាងនឹងនិយាយអំពីវគ្គទី2អំពីច្រមុះសប្តាហ៍ថ្ងៃនេះមានវិធីសាស្ត្រធ្វើច្រមុះជាច្រើននិយាយរួមទៅយើងត្រូវបែងចែកជាពីរប្រភេទទី1គឺការច្រមុះដោយមិនវះកាត់និងការច្រមុះដោយការវះកាត់ហើយការវះកាត់កែសម្ផស្សច្រមុះដោយមិនវះកាត់ក៏មានការពេញនិយមជាខ្លាំងនាពេលបច្ចុប្បន្ននោះគឺការប្រើ filler ការប្រើ filler ដោយគ្មានការវះកាត់ឆ្លងកាត់កាំបិតឬកន្ត្រៃហើយនៅពេលនិយាយអំពីវិធីសាស្ត្រដែលមិនវះកាត់ដែលនិយាយអំពី filler សារធាតុបំពេញតើច្រមុះប្រភេទណាដែលត្រូវប្រើសារធាតុបំពេញនេះសារធាតុបំពេញនេះមានលក្ខណៈសាមញ្ញប៉ុន្តែវាមានកម្រិតកំណត់សម្រាប់ច្រមុះដែលមានចុងច្រមុះស្អាតរួចហើយនិយាយរួមទៅចំពោះអ្នកណាដែលមានចុងច្រមុះស្អាតនិងវែងហើយឬខ្ពស់ហើយនោះ filler នេះនឹងជួយធ្វើឲ្យខ្ទង់ច្រមុះខ្ពស់ជាងមុនប៉ុន្តែ filler នេះមិនអាចធ្វើឲ្យចុងច្រមុះខ្ពស់និងវែងជាងមុននោះទេចាថ្ងៃនេះនាងខ្ញុំមានប្រធានបទចំនួន2ទាក់ទងនឹងច្រមុះដោយប្រិយមិត្តបានដឹងហើយវេជ្ជបណ្ឌិតថៃក៏បានចែករំលែកថាដើម្បីទទួលបានច្រមុះមួយស្អាតអ្នកអាចជ្រើសរើសការវះកាត់កែសម្ផស្សដោយប្រើឆ្អឹងខ្ចីស៊ីលីកូនឬឆ្អឹងខ្ចីធម្មជាតិរបស់អ្នកដែលយកចេញពីត្រចៀកក្រៅពីវិធីនេះនោះយើងមានវិធីមួយទៀតដោយប្រើសារធាតុបំពេញនោះគឺ filler មែនដែរឬទេអូខេមុននឹងចូលឲ្យកាន់តែស៊ីជម្រៅអំពីបញ្ហាទាំងពីរនេះយើងចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាបន្តិចក្នុង live stream ថ្ងៃនេះយើងនឹងវេជ្ជបណ្ឌិតថៃរួមជាមួយមន្ទីរពេទ្យកែសម្ផស្សវៀតមីនឹងផ្ដល់ជូនអ្នកនៅកាដូ5យ៉ាងកាដូ5យ៉ាងដែលពិសេសបំផុតកាដូនីមួយៗមានតម្លៃ10លានដុងដែលស្មើនឹង$400ហើយកាដូដែលមានតម្លៃ10លានដុងនោះអ្នកទាំងអស់គ្នាអាចប្រើប្រាស់សេវាកម្មដែលអ្នកទាំងអស់គ្នាចូលចិត្តនៅឯមន្ទីរពេទ្យកែសម្ផស្សវៀតមីដោយមានលក្ខខណ្ឌមួយដោយអ្នកទាំងអស់គ្នាគ្រាន់តែ like និង share live stream នេះនិង comment លេខ2ខ្ទង់ដែលអ្នកពេញចិត្តបំផុតនៅខាងក្រោមផ្នែក comment នោះបន្ទាប់មកអ្នកទាំងអស់គ្នា tag មិត្តភ័ក្តិចំនួន5នាក់ហើយនៅចុងបញ្ចប់នៃកម្មវិធីយើងនឹងវេជ្ជបណ្ឌិតថៃនឹងជ្រើសរើសលេខសំណាង2ខ្ទង់នោះចំនួន5លេខដើម្បីផ្ដល់ជាអំណោយតម្លៃ10លានដុងជូនប្រិយមិត្តទាំងអស់គ្នាណាពេលនេះយើងនឹងសួរវេជ្ជបណ្ឌិតថៃបន្ថែមនៅសំណួរមួយចំនួនតើអ្នកទាំងអស់គ្នាដឹងទេថាក្រៅពីការពង្រីកដើមទ្រូងមន្ទីរពេទ្យកែសម្ផស្សវៀតមីមានកេរ្តិ៍ឈ្មោះល្បីខាងការកែសម្ផស្សច្រមុះតើវេជ្ជបណ្ឌិតថៃអាចជួយចែករំលែកដល់អ្នកទាំងអស់គ្នានៅទីនេះដឹងបានដែរឬទេថាតើវិធីសាស្ត្រធ្វើច្រមុះនៅទីនេះមានវិធីសាស្ត្រអ្វីខ្លះសម្រាប់ការធ្វើច្រមុះអំបញ្ញមិញខ្ញុំបាននិយាយរួចហើយថាមានវិធីសាស្ត្រដោយមិនវះកាត់ដោយប្រើ filler និងវិធីសាស្ត្រវះកាត់នោះគឺមានការវះកាត់ជាច្រើនដោយក្នុងការវះកាត់ចែកចេញជា3វិធីសាស្ត្រនោះគឺវិធីវះកាត់កែសម្ផស្សច្រមុះបែបកូរ៉េដែលត្រូវប្រើប្រាស់ខ្ទង់ស៊ីលីកូនដោយគ្រាន់តែដាក់នៅខាងក្នុងខ្ទង់ច្រមុះហើយជាធម្មតាគេតែងតែហៅថាកែច្រមុះបែបកូរ៉េដែលប្រើខ្ទង់ស៊ីលីកូនដាក់ចូលទៅក្នុងច្រមុះយើងនិងคล้ายទៅជាច្រមុះបែបកូរ៉េវិធីសាស្ត្រទី2តើអ្វីដែលជាគុណវិបត្តិនៃការវះកាត់ច្រមុះបែបកូរ៉េគឺវានឹងធ្វើឲ្យលេចខ្ទង់ច្រមុះក្រោមនេះវាស្រួយហើយយូរទៅនឹងធ្វើឲ្យធ្លុះចេញមកក្រៅបានមួយរយៈក្រោយមកនាងខ្ញុំបានឃើញរូបភាពដូចមានប្រិយមិត្តស្រីមួយចំនួនធ្វើបានប្រហែល2ទៅ3ឆ្នាំក្រោយមកខ្ទង់ច្រមុះរបស់ពួកគាត់បង្រួមមកវិញហើយត្រូវបានលេចខ្ទង់ចេញនោះនឹងត្រូវធ្វើម្ដងទៀតមិនមែនធ្វើឡើងវិញទេប៉ុន្តែអត់ស្អាតហើយវាធ្លុះចេញតែម្ដងមានករណីខ្លះស្បែកស្ដើងហើយធ្លុះតែម្ដងហើយវិធីសាស្ត្រនោះគេបានកំណត់វិធីដោយផ្អែកយកឆ្អឹងខ្ចីត្រចៀកមកគ្របចុងស៊ីលីកូននេះដូច្នេះវិធីសាស្ត្រនេះគឺរុំឆ្អឹងខ្ចីដើម្បីកំណត់របស់នោះនិយាយរួមទៅមានវិធីសាស្ត្រ2យ៉ាងស៊ីលីកូនបែបកូរ៉េនិងរុំឆ្អឹងខ្ចីវានឹងធ្វើឲ្យចុងច្រមុះរបស់យើងវែងល្មមដូចជាប្រសិនបើអ្នកមានខ្ទង់ច្រមុះទាបចុងច្រមុះរាងខ្លីបន្តិចអាចប្រើវិធីសាស្ត្រនោះវាវែងល្មមប៉ុន្តែមិនអាចទាញក្បាលច្រមុះឲ្យវែងបានទេវិធីសាស្ត្រល្អបំផុតឥឡូវនេះគឺវិធីសាស្ត្រលើខ្ទង់ច្រមុះ S-line ច្រមុះ S-line គឺយើងយកឆ្អឹងខ្ចីត្រចៀកបូកផ្សំជាមួយនឹងឆ្អឹងខ្ចីច្រមុះឬឆ្អឹងខ្ចីជំនីហើយទាញច្រមុះទាំងស្រុងឲ្យវែងជាងមុនមានន័យថាយើងនៅតែដាក់ឆ្អឹងខ្ចីស៊ីលីកូនចូលដូចនេះស៊ីលីកូននៅខាងលើតែប៉ុណ្ណោះ
នៅខាងលើប៉ុន្តែយើងនឹងយកឆ្អឹងខ្ចីមួយផ្នែកចេញពីត្រចៀកដើម្បីយើងរុំការរុំចុងច្រមុះគឺជាឆ្អឹងខ្ចីមួយហើយនេះគឺជាច្រមុះ S-line ជាវិធីសាស្ត្រទី3មានមនុស្សមួយចំនួនមានច្រមុះខ្លីណាស់ដូច្នេះយើងយកតែ2/3នៅលើនេះដែលជាខ្ទង់ច្រមុះស៊ីលីកូនហើយផ្នែកនេះនឹងត្រូវបានទាញឲ្យវែងដោយឆ្អឹងខ្ចីទាំងមូលរបស់យើងឆ្អឹងខ្ចីគឺសុទ្ធតែជាឆ្អឹងខ្ចីដែលយកចេញពីត្រចៀកមែនដែរឬទេឆ្អឹងខ្ចីត្រចៀកឆ្អឹងខ្ចីច្រមុះឬឆ្អឹងខ្ចីជំនីមានមនុស្សមួយចំនួនអត់មានឆ្អឹងច្រមុះបើខ្សោយយើងត្រូវយកឆ្អឹងជំនីខ្ចីហើយវិធីសាស្ត្រនោះវាជាវិធីសាស្ត្រ S-line ដែលជាវិធីសាស្ត្រល្អបំផុតពេលនោះបើច្រមុះយើងខ្លីឬច្រមុះយើងទាបពេកនោះយើងនឹងប្រើសសរដូចពេលដែលយើងចាក់បេតុងជាមួយនឹងឆ្អឹងខ្ចីរបស់យើងយ៉ាងល្អហើយនោះអស្ចារ្យណាស់ប៉ុន្តែជាមួយនឹងវិធីសាស្ត្រទាំង3នេះមិនថាវិធីសាស្ត្រណាក៏ដោយក៏នៅតែត្រូវមានផ្នែកស៊ីលីកូននេះវិធីសាស្ត្រពីរផ្សេងទៀតគឺផ្សំឡើងដោយស៊ីលីកូនទាំងអស់ប្រសិនបើឆ្អឹងខ្ចីមួយនោះគ្រាន់តែមានស្រទាប់ឆ្អឹងខ្ចីនៅលើក្បាលតែប៉ុណ្ណោះបើ S-line គឺ2/3នៃស៊ីលីកូននិង1/3គឺឆ្អឹងខ្ចីទាំងមូលរបស់យើងនោះនឹងកាន់តែស្រស់ស្អាតចានិយាយរួមទៅមានវិធីសាស្ត្រវះកាត់ចំនួន3ក្នុងចំណោមវិធីសាស្ត្រវះកាត់ទាំង3នេះតើលោកគ្រូពេទ្យអាចនិយាយប្រាប់ប្រិយមិត្តបន្ថែមទៀតបានទេថាតើវិធីសាស្ត្រវះកាត់មួយណាដែលយើងអាចប្រើបានយូរជាងគេហើយស្អាតជាងគេនិយាយរួមទៅវិធីសាស្ត្រទី3គឺជាវិធីសាស្ត្រ S-line ដែលយើងប្រើបានជារៀងរហូតវាមានកម្រិតវិធីសាស្ត្រទី3អាចកំណត់គុណវិបត្តិនៃវិធីសាស្ត្រ2ផ្សេងទៀតវិធីសាស្ត្រទី3នឹងជួយឲ្យចុងច្រមុះរបស់យើងវែងជាងមុនប៉ុន្តែវិធីសាស្ត្រ2ផ្សេងទៀតមិនអាចទាញឲ្យចុងច្រមុះវែងបានទេទី2វិធីសាស្ត្រនេះមិនធ្វើឲ្យលេចធ្លាយខ្ទង់ច្រមុះហើយវាធ្វើឲ្យចុងច្រមុះខ្ពស់ជាងមុនវិធីសាស្ត្រនេះមិនធ្វើឲ្យមានបញ្ហាអ្វីទាំងអស់ដែលបានសល់ទុកនៅថ្ងៃក្រោយបើយើងធ្វើវាម្ដងហើយយើងនឹងរក្សាវាបានជារៀងរហូតប្រហែលជាវិធីសាស្ត្រទី3នេះស្អាតជាងគេនិងថ្លៃបំផុតមែនទេលោកគ្រូពេទ្យបាទត្រូវហើយដូចជាវិធីសាស្ត្រលើកខ្ទង់ច្រមុះបែបកូរ៉េគឺ10លានដុងប្រហែលនឹង$400វិធីសាស្ត្ររុំឆ្អឹងខ្ចីគឺ20លានដុងប្រហែលនឹង$800ហើយវិធីសាស្ត្រទី3គឺ37លានដុងដែលស្មើប្រហែលនឹង$1500និយាយរួមទៅវិធីសាស្ត្រនេះគឺពិបាកណាស់ដោយប្រិយមិត្តធ្លាប់បានលើពីវិធីសាស្ត្រវះកាត់លើកខ្ទង់ច្រមុះបែបកូរ៉េហើយមែនទេគឺ10លានដុងដែលស្មើប្រហែលនឹង$400អូខេប្រិយមិត្តទាំងអស់គ្នាបានស្ដាប់ឮហើយថាវិធីសាស្ត្រលើកខ្ទង់ច្រមុះបែបកូរ៉េមានតម្លៃ10លានដុងដែលស្មើប្រហែលនឹង$400ដែលស្មើនឹងកាដូដែលមានតម្លៃ10លានដុងដែលយើងទើបតែចែកជូនអ្នកទាំងអស់គ្នាមុននេះដូច្នេះប្រិយមិត្តទាំងអស់គ្នាសូមរួសរាន់ឡើងដើម្បីអាច comment លេខសំណាងរបស់អ្នកពីខ្ទង់ហើយត្រូវ share live stream នេះណាហើយយើងនឹងវិជ្ជបណ្ឌិតថៃនឹងមិនទទួលយកគណនី Facebook fake account ទេដូច្នេះអ្នកទាំងអស់គ្នាសូមរួសរាន់ឡើងអូខេឥឡូវនេះយើងនឹងអាន comment នៅទីនេះហើយសួរវិជ្ជបណ្ឌិតថៃសំណួរបន្ថែមទៀតមានប្រិយមិត្តម្នាក់ comment ថាលោកវិជ្ជបណ្ឌិតថៃអើយប្រសិនបើធ្វើច្រមុះបែបនេះនឹងឈឺដែរឬទេហើយបើទុកយូរវាអាចនឹងមានផលវិបាកអ្វីដែរឬទេនិយាយរួមទៅវិធីសាស្ត្រពីរដំបូងមានផលវិបាកវិធីសាស្ត្រទី1គឺជាវិធីសាស្ត្រសាមញ្ញបំផុតផលវិបាកគឺបង្កឲ្យធ្លាយចុងច្រមុះពេលចាស់ទៅវាធ្វើឲ្យធ្លាយចុងច្រមុះក្រហមចុងច្រមុះនិងលេចធ្លាយខ្ទង់ច្រមុះវិធីសាស្ត្រទី2ជាទូទៅមិនសូវស្មុគស្មាញទេវិធីសាស្ត្រដំបូងយើងគ្រាន់តែដាក់ស៊ីលីកូនទាំងមូលដាក់ខ្ទង់ទាំងមូលចូលតែម្ដងនោះវានឹងធ្វើឲ្យលេចធ្លាយខ្ទង់នៅពេលក្រោយបើវិធីទី2កំណត់បានវិធី1នោះគឺជួយកាត់បន្ថយបានមួយផ្នែកប៉ុន្តែក្រោយមកវានឹងអាចធ្វើឲ្យលេចខ្ទង់ចេញដែរប៉ុន្តែចំណាយពេលយូរជាងអាចប្រហែល10ទៅ20ឆ្នាំបើវិធីសាស្ត្រទី3មិនបង្កឲ្យមានភាពស្មុគស្មាញនោះទេវិធីសាស្ត្រទី3គឺយើងអាចរក្សាបានជារៀងរហូតមែនទេលោកគ្រូពេទ្យបាទត្រូវហើយចំពោះដំណើរការរបស់វាតើយើងមានអារម្មណ៍ថាឈឺចាប់ដែរឬទេហើយរយៈពេលសម្រាកមានរយៈពេលប្រមាណដែរលោកគ្រូពេទ្យនិយាយរួមទៅច្រមុះគឺមិនសូវមានភាពស្មុគស្មាញទេពេលកែច្រមុះគ្រាន់តែចាក់ថ្នាំស្ពឹកធម្មតាពេលវេលាធ្វើប្រហែល1ម៉ោងអាស្រ័យលើច្រមុះគឺប្រើពេលប្រហែល1ម៉ោងចុះក្រោមហើយគ្មានការឈឺចាប់នោះឡើយដូចពេលសាកអញ្ចឹងសាមញ្ញប្រហែល10ថ្ងៃនឹងជាសះស្បើយ10ថ្ងៃសម្រាប់វិធីសាស្ត្រនោះគឺចាក់ថ្នាំស្ពឹកឬយើងចាក់ថ្នាំសន្លប់ឲ្យអ្នកជំងឺជាទូទៅវិធីសាស្ត្រកែច្រមុះដំបូងនិងវិធីសាស្ត្រទី2គ្រាន់តែចាក់ថ្នាំស្ពឹកតែប៉ុណ្ណោះវាសាមញ្ញនិងងាយស្រួលប៉ុន្តែនៅពេលដែលយើងផ្លាស់ប្ដូរទៅច្រមុះ S-line ភាគច្រើនអ្នកទៅចាក់ថ្នាំសន្លប់ជាងមុនដើម្បីយកខ្ទង់វែងចេញនោះរៀងខ្លាចបន្តិចមានវិធីទី1ទេដែលយើងត្រូវដាក់ខ្ទង់ច្រមុះនេះចូលដូច្នេះយើងគ្រាន់តែចាក់ថ្នាំស្ពឹកទេមែនទេការប្រើថ្នាំសន្លប់គឺងាយស្រួលចំពោះវិធីសាស្ត្រទី2យើងត្រូវរុំឆ្អឹងខ្ចីយើងត្រូវចាក់ថ្នាំសន្លប់រុំឆ្អឹងខ្ចីហើយចាក់ថ្នាំស្ពឹកតែម្ដងរុំឆ្អឹងខ្ចីចាក់ថ្នាំស្ពឹកប៉ុន្តែសម្រាប់ច្រមុះ S-line ប្រើថ្នាំសន្លប់ប្រសើរជាងចាមានប្រិយមិត្តម្នាក់សួរលោកគ្រូថាក្នុងករណីដែលគាត់មានច្រមុះធំហើយពួកគាត់ចង់កែច្រមុះ
តើពួកគាត់ត្រូវចិត្តច្រមុះដែរឬទេប្រសិនបើធ្វើច្រមុះ S-line ហើយស្លាបច្រមុះរបស់យើងរាងធំនោះយើងត្រូវមើលសិនថាវាបែបណាខ្ទង់ច្រមុះធំគឺនៅពេលដែលយើងមើលបន្ទាត់ត្រង់ពីចាប់ពីជ្រុងនៃភ្នែកចុះទៅដល់ស្លាបច្រមុះវាចេញពីបន្ទាត់ត្រង់ចុះហើយស្លាបច្រមុះចេញទៅក្រៅបន្ទាត់ត្រង់នោះហើយចុះក្រោមនោះគេហៅថាច្រមុះធំដូច្នេះយើងគួរតែគោះចូលក្នុងឲ្យស្មើនឹងបន្ទាត់នោះដើម្បីឲ្យស្មើល្មមអញ្ចឹងយើងនឹងមានបន្ទាត់សម្រាប់វាស់ដើម្បីសមាមាត្រត្រូវទេលោកគ្រូពេទ្យបាទត្រូវហើយមានបន្ទាត់មួយសម្រាប់វាស់យើងមើលទៅលើបន្ទាត់ត្រង់ជ្រុងនោះហៅច្រមុះហើយត្រង់ចាប់ពីជ្រុងនៃភ្នែកចុះប្រសិនបើស្លាបច្រមុះយើងនៅក្រៅបន្ទាត់នោះមានន័យថាស្លាបច្រមុះរបស់យើងធំដូច្នេះយើងគួរតែអនុវត្តវិធីសាស្ត្របង្រួមស្លាបច្រមុះដូច្នេះតើវិធីសាស្ត្រនេះលោកគ្រូពេទ្យអាចនិយាយបញ្ជាក់បន្ថែមពីរបៀបនៃការវះកាត់នេះបានដែរឬទេវិធីសាស្ត្រកាត់បង្រួមស្លាបច្រមុះឬកាត់ស្លាបច្រមុះធ្វើរួមគ្នាដែលគេហៅថាកាត់បង្រួមស្លាបច្រមុះពេលនោះយើងនឹងកាត់សាច់មួយផ្នែកនៅស្លាបច្រមុះហើយយើងដាក់ឆ្អឹងខ្ចីនៅទីនោះហើយដេរចូលនោះវានឹងគួចចូលក្នុងស្អាតណាស់ប៉ុន្តែប្រសិនបើយើងបង្រួមស្លាបច្រមុះនោះពេលវេលាសម្រាប់របស់យើងនឹងកាន់តែយូរមែនទេបាទអត់ទេការបង្រួមស្លាបច្រមុះគឺមានភាពសាមញ្ញប្រសិនបើយើងគ្រាន់តែបង្រួមស្លាបច្រមុះបើអត់ទេពេលយើងធ្វើរួចយើងគ្រាន់តែដេរអំបោះនៅខាងក្នុងនោះ2ថ្ងៃក្រោយមកយើងអាចផាត់មុខហើយគ្មានអ្នកណាដឹងថាយើងធ្វើទេសាមញ្ញណាស់យើងនឹងធ្វើវានៅខាងក្នុងមិនមែនខាងក្រៅទេមែនទេលោកគ្រូពេទ្យវិធីសាស្ត្រនោះយើងធ្វើខាងក្រៅប៉ុន្តែយើងនឹងដេរនៅខាងក្នុងវិញអញ្ចឹងពេលយើងផាត់មុខនឹងគ្មានអ្នកណាមើលដឹងថាយើងបង្រួមស្លាបច្រមុះទេសាមញ្ញស្លាបច្រមុះគឺមានភាពសាមញ្ញបំផុតមានសំណួរមួយទៀតនោះគឺឥឡូវនេះអតិថិជនជាច្រើនមិនទាន់ដឹងថាខ្លួនស័ក្តិសមជាមួយនឹងការវះកាត់កាយសម្ផស្សប្រភេទណាតើលោកគ្រូពេទ្យអាចផ្ដល់ដំបូន្មានជាក់លាក់នៅលើករណីនេះបានដែរឬទេឥឡូវនេះខ្ញុំនឹងនិយាយសង្ខេបខ្លីៗពីដើមដល់ចប់ប្រសិនបើពួកគេមានចុងច្រមុះស្អាតវែងនិងខ្ពស់ហើយគ្រាន់តែមានខ្ទង់ច្រមុះទាបនោះអ្នកអាចជ្រើសរើសជម្រើសពីរទី1គឺប្រើ filler ព្រោះ filler មានប្រសិទ្ធភាពបំផុតលើខ្ទង់ច្រមុះតែប៉ុណ្ណោះទី1គឺ filler ប្រសិនបើយើងមិនចង់វះកាត់ប៉ុន្តែ filler មានគុណវិបត្តិរបស់វាហៀចេញមែនដែរឬទេទី1នោះគឺយើងត្រូវចាក់រៀងរាល់ឆ្នាំម្ដងព្រោះវារលាយហើយពេលដែលរលាយវានឹងទាបម្ដងបន្តិចទី2 filler នឹងធ្វើឲ្យផ្ទៃនៃខ្ទង់ច្រមុះធំជាងមុនធ្វើឲ្យឃើញមិនសូវស្ដើងចា៎បានប្រហែលមួយរយៈពេល filler នឹងធ្វើឲ្យហៀចេញសងខាងមែនទេលោកគ្រូពេទ្យអត់ទេបន្ទាប់ពីចាក់ចូលបានប្រហែលមួយសប្តាហ៍ក្រោយអាចនឹងហៀចេញអញ្ចឹងបានមិនសូវស្អាតដូចពេលដាក់ខ្ទង់ប៉ុន្តែជាទូទៅសម្រាប់អ្នកដែលមិនចង់វះកាត់អាចប្រើ filler បានព្រោះវាមានសុវត្ថិភាពហើយបន្ទាប់ពីធ្វើរួចស្អែកឡើងប្រហែលជាគ្មានអ្នកណាដឹងថាយើងបានចាក់ filler ទេវាធូរស្រាលវិធីទី2គឺប្រសិនបើសម្រេចចិត្តធ្វើការវះកាត់លើខ្ទង់ច្រមុះតើយើងនឹងជ្រើសរើសប្រភេទច្រមុះបែបណាទី1ច្រមុះស្អាតត្រូវមានចុងច្រមុះខ្ពស់គួរសង្កេតមើលសិនថាចុងច្រមុះខ្លីឬវែងប៉ុណ្ណាប្រសិនបើចុងច្រមុះវែងហើយនោះខ្ញុំនឹងប្រើវិធីដែលមិនតម្រូវឲ្យទាញចុងច្រមុះតែប្រសិនបើចុងច្រមុះខ្លីត្រូវប្រើវិធីកែតម្រង់ S-line ដើម្បីទាញចុងច្រមុះឲ្យវែងនិងខ្ពស់ដើម្បីឲ្យស្អាតជាងមុននិយាយរួមប្រសិនបើច្រមុះខ្លីនោះត្រូវប្រើវិធីសាស្ត្របដូរទម្រង់ S-line ដើម្បីឲ្យចុងច្រមុះវែងប៉ុន្តែប្រសិនបើចុងច្រមុះរបស់យើងវែងល្មមហើយនោះយើងគ្រាន់តែលើកខ្ទង់ច្រមុះតែប៉ុណ្ណោះយើងគ្រាន់តែប្រើប្រាស់វិធីសាស្ត្រចាស់នោះនឹងទទួលបានខ្ទង់ច្រមុះបែបកូរ៉េនោះគឺការរុំឆ្អឹងខ្ចីឥឡូវយើងសូមលើកឧទាហរណ៍ឲ្យជាក់លាក់មួយមកជួយប្រិយមិត្តឲ្យងាយយល់ណាបើតាមលោកច័ន្ទបណ្ឌិតឥឡូវនេះតើច្រមុះនាងខ្ញុំគួរកែត្រង់ណាខ្លះនិយាយរួមច្រមុះរបស់យើងមានចុងច្រមុះវែងនិងខ្ទង់ច្រមុះខ្ពស់ហើយបើទោះបីជាពីមុនមានចាក់បន្តិចហើយឥឡូវនេះក៏បានរលាយហើយច្រមុះរបស់យើងស្អាតណាស់និយាយជារួមច្រមុះនេះទាបជាងនេះបន្តិចដូចច្រមុះប្អូនប្រសិនបើចង់ខ្ពស់ទៀតនោះគ្រាន់តែចាក់បំពេញ filler បន្តិចក៏បានហើយបើច្រមុះប្អូនចង់វែងជាងនេះបើទម្រង់មុខវែងបើយើងចង់តាមបែបស្តង់ដារតាមចំណង់ចំណូលចិត្តដែលចូលចិត្តវែងដូច្នេះយើងត្រូវកែច្រមុះតាមទម្រង់ S-line ដើម្បីទាញច្រមុះឲ្យវែងជាងមុនចាប្រហែលជាកាលពី3ទៅ5-7ឆ្នាំមុននៅពេលដែលមានអ្នកលើកឡើងពីការវះកាត់កាយសម្ផស្សសម្រាប់ផ្នែកនៃទម្រង់មុខរបស់យើងភាគច្រើនតែងតែមានភាពអៀនខ្មាស់ដោយសាររយៈពេលនៃការជាសះស្បើយមានរយៈពេលយូរនិងមានភាពស្មុគស្មាញបូកផ្សំនឹងយើងមិនសូវមានការយល់ដឹងច្បាស់អំពីវិធីសាស្ត្រទាំងនោះប៉ុន្តែឥឡូវនេះសម្រាប់ខ្លួននាងខ្ញុំផ្ទាល់នាងខ្ញុំឃើញថាការវះកាត់កាយសម្ផស្សគឺមានភាពពេញនិយមហើយឥឡូវនេះយើងក៏មានវិធីសាស្ត្រទំនើបជាច្រើននិងមានសុវត្ថិភាពផងដែរនោះមិត្តនារីអាចធ្វើស្អាតបាននិងមិនចាំបាច់បារម្ភនិងភ័យខ្លាចអ្វីទាំងអស់ត្រូវទេលោកគ្រូពេទ្យនិយាយជារួមការវះកាត់កាយសម្ផស្សក៏ជាការវះកាត់ដែលមានហានិភ័យនិងផលវិបាករបស់វាផងដែរតើមានផលវិបាកអ្វីនៅពេលដែលយើងដាក់វត្ថុប្លែកចូលទៅក្នុងខ្លួនរបស់យើងតែងតែមាន 1% ដែលអាចអាឡែស៊ីវាមានអត្រាទាបទេគឺត្រឹមតែ 1%នៅពេលដាក់ 1% នោះចូល
យើងដាក់ខ្ទង់ច្រមុះចូលពេលនោះអាឡែស៊ីនឹងបង្កជាការឆ្លងមេរោគឬមិនសមស្របបើមានករណីនោះយើងត្រូវយកវាចេញប៉ុន្តែនាងខ្ញុំចង់សួរពីផលវិបាកនៃអាឡែស៊ីតើវាអាស្រ័យលើជំនាញរបស់វេជ្ជបណ្ឌិតឬអាស្រ័យលើសម្ភារៈស៊ីលីកូនដែលយើងដាក់ចូលជាធម្មតាទី1សម្ភារៈសំខាន់ជាងគេបង្អស់សម្ភារៈកាន់តែល្អនោះអត្រាអាឡែស៊ីក៏កាន់តែទាបប៉ុន្តែសូម្បីតែសម្ភារៈដែលល្អបំផុតនៅក្នុងโลกសប្តាហ៍ថ្ងៃនេះក៏នៅតែមានអត្រា 1% ដែលល្អបំផុតនោះហើយជាអ្វីដែលខ្ញុំកំពុងនិយាយអត្រាមានកម្រិតទាបប៉ុន្តែប្រសិនបើយើងអាឡែស៊ីយើងយកវាចេញហើយ3ខែក្រោយមកចាំដាក់ចូលវិញ3ទៅ6ខែក្រោយមកដាក់វិញគឺអូខេប៉ុន្តែនាងខ្ញុំឃើញថានាងខ្ញុំក៏កំពុងគិតរឿងមួយដែរក្នុងករណីដែលមានអាឡែស៊ីនៅពេលដែលយើងដាក់របស់នេះចូលទៅក្នុងច្រមុះរបស់យើងហើយឧទាហរណ៍ថាយើងចេះតែមានអាឡែស៊ីហើយយើងបានដាក់ចូលនិងដកចេញបែបនេះតើវាអាចនឹងប៉ះពាល់ដល់ការដែលយើងបង្កើតចន្លោះប្រហោងនៅក្នុងច្រមុះរបស់យើងឬអាចនឹងប៉ះពាល់អ្វីដែរឬទេនិយាយរួមទៅនៅពេលដែលយើងមានអាឡែស៊ីទៅនឹងខ្ទង់ច្រមុះរបស់យើងជាលើកដំបូងនោះយើងគួរតែយកចេញហើយបន្ទាប់ពី3ខែក្រោយចាំយើងដាក់វាវិញទុកឲ្យវាជាសះស្បើយពីខាងក្នុងត្រូវទេលោកគ្រូពេទ្យវានឹងដូចដើមវិញនៅពេលដែលយើងដាក់ចូលវិញយើងមិនអាចដាក់ភ្លាមទេទី2ប្រសិនបើយើងដាក់ជាលើកទី2ហើយនៅតែមានអាឡែស៊ីយើងនឹងយកវាចេញតែម្ដងយើងនឹងប្រើឆ្អឹងខ្ចីរបស់យើងឆ្អឹងជំនីខ្ចីគឺល្អបំផុតពេលដែលប្រើឆ្អឹងជំនីខ្ចីនឹងមិនមានប្រតិកម្មទេនិយាយរួមវិធីសាស្ត្រក្រោយគេជាវិធីសាស្ត្រដែលល្អបំផុតជាទូទៅគំនិតរបស់លោកគ្រូពេទ្យប្រសិនបើនៅក្នុងករណីដែលប្រិយមិត្តមិនមានលក្ខខណ្ឌនៅក្នុងការវះកាត់ច្រមុះដែលចំណាយខ្ពស់នោះគាត់អាចប្រើវិធីសាស្ត្រដោយប្រើឆ្អឹងខ្ចីស៊ីលីកូននេះការចំណាយមិនសូវខ្ពស់ប៉ុន្មានទេគឺត្រឹមតែ10លានដុងដែលស្មើនឹង$400ប៉ុណ្ណោះគ្រាន់តែមានចំណុចខ្វះខាតនោះគឺពី3ឆ្នាំក្រោយពួកគាត់ត្រូវធ្វើវិញម្ដងទៀតប៉ុន្តែប្រសិនបើប្រិយមិត្តណាដែលមានលក្ខខណ្ឌល្អជាងនេះនោះពួកគាត់គួរជ្រើសរើសវិធីសាស្ត្រដោយប្រើឆ្អឹងជំនីខ្ចីដោយខ្លួនយើងផ្ទាល់យកពីឆ្អឹងខ្ចីត្រចៀកឬឆ្អឹងជំនីខ្ចីរបស់យើងដើម្បីធ្វើហើយធ្វើតែម្ដងនឹងស្អាតជារៀងរហូតមែនទេលោកគ្រូពេទ្យឥឡូវនេះមានសំណួរមួយទៀតសម្រាប់លោកវេជ្ជបណ្ឌិតនាងខ្ញុំឃើញថាសប្តាហ៍ថ្ងៃមានមិត្តនារីវៀតណាមជាច្រើនណាស់ដែលកំពុងពេញនិយមទៅកូរ៉េដើម្បីកែច្រមុះបើតាមលោកគ្រូពេទ្យតើការកែច្រមុះវាអាស្រ័យលើជំនាញរបស់វេជ្ជបណ្ឌិតដែរឬទេតើលោកគ្រូពេទ្យវាតម្លៃលើជំនាញវេជ្ជបណ្ឌិតវៀតណាមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបំពេញការងារនោះដោយសុវត្ថិភាពនិងកែសម្ផស្សល្អដែរឬទេជាទូទៅការកែសម្ផស្សច្រមុះគឺជារឿងមួយដែលទាមទារជំនាញច្រើនពីវេជ្ជបណ្ឌិតទី2គឺរសនិយមរបស់វេជ្ជបណ្ឌិតទៀតនាងខ្ញុំគិតថាអ្វីដែលសំខាន់បំផុតគឺរសនិយមនោះវេជ្ជបណ្ឌិតម្នាក់មានរសនិយមខុសៗគ្នាដូច្នេះយើងនឹងមើលភាពស្រស់ស្អាតទៅតាមរសនិយមរបស់យើងជាទូទៅជំនាញរបស់វេជ្ជបណ្ឌិតមានសារៈសំខាន់ណាស់ហើយអារម្មណ៍របស់វេជ្ជបណ្ឌិតអំពីរសនិយមរបស់ខ្លួនគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវះកាត់កែច្រមុះរសនិយមរបស់វេជ្ជបណ្ឌិតនិងជំនាញរបស់វេជ្ជបណ្ឌិតមានសារៈសំខាន់ណាស់បងបានសួរថាតើវេជ្ជបណ្ឌិតនៅកូរ៉េនិងវេជ្ជបណ្ឌិតនៅវៀតណាមមានលក្ខណៈយ៉ាងណាតើវេជ្ជបណ្ឌិតនៅកូរ៉េនិងវេជ្ជបណ្ឌិតនៅវៀតណាមមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចហើយហេតុអ្វីបានជានាងខ្ញុំមើលឃើញថាឥឡូវនេះមានមិត្តនារីភាគច្រើនទៅធ្វើនៅឯកូរ៉េបងអូនសួរថាវេជ្ជបណ្ឌិតនៅកូរ៉េនិងវេជ្ជបណ្ឌិតនៅវៀតណាមយ៉ាងណាហើយមិត្តនារីភាគច្រើននៅកូរ៉េនោះខ្ញុំក៏មិនដឹងទេថាមូលហេតុអ្វីបានជាមិត្តនារីភាគច្រើនទៅកូរ៉េសម្រាប់ខ្ញុំរាល់ថ្ងៃនេះខ្ញុំកែច្រមុះជូនអតិថិជនច្រើនណាស់ហើយធ្វើនៅទីនេះពួកគេនៅតែជឿជាក់លើវេជ្ជបណ្ឌិតវៀតណាមច្រើនណាស់និងធ្វើវាបានស្អាតខ្លាំងណាស់និយាយរួមទៅនៅក្នុង showbiz ខ្ញុំធ្វើលើ 50% ក៏ដោយសារខ្ញុំអូប៉ុន្តែនាងខ្ញុំផ្ទាល់នាងខ្ញុំគិតថាអ្វីត្បិតតែប្រិយមិត្តឮថាពេលទៅកូរ៉េធ្វើអញ្ចឹងពួកគេគិតថាទៅបរទេសធ្វើស្អាតជាងនិងសុវត្ថិភាពជាងប៉ុន្តែដែលលោកគ្រូពេទ្យផ្ទាល់ឃើញថាជនជាតិវៀតណាមរបស់យើងយល់ច្បាស់បំផុតថាទម្រង់មុខវៀតណាមរបស់យើងមានលក្ខណៈបែបណាពេលខ្លះនាងខ្ញុំឃើញថាជនជាតិកូរ៉េធ្វើតាមស្តង់ដាររបស់កូរ៉េដូច្នេះពេលខ្លះមិនសូវសមនឹងទម្រង់មុខជនជាតិវៀតណាមទេតើលោកគ្រូពេទ្យឃើញដូច្នោះដែរឬទេខ្ញុំក៏គិតអញ្ចឹងដែរទី2បងអូនក៏នៅក្នុងផ្នែកនេះហើយបងអូនក៏ស្គាល់មនុស្សជាច្រើនដែលទៅកូរ៉េធ្វើហើយមើលទៅមិនសូវស្អាតក៏ត្រឡប់មករកខ្ញុំធ្វើម្ដងទៀតនិយាយរួមទៅនៅប្រទេសវៀតណាមវាអាស្រ័យទៅលើរសនិយមនិងការកែសម្ផស្សរបស់មនុស្សម្នាក់ៗទើបយល់ទី2ការជ្រើសរើសវេជ្ជបណ្ឌិតរបស់វៀតណាមដែលមានកេរ្តិ៍ឈ្មោះខ្ញុំគិតថាក៏ធ្វើស្អាតដូចវេជ្ជបណ្ឌិតកូរ៉េអញ្ចឹងឥឡូវនេះប្រសិនបើអាចនាងខ្ញុំចង់ឲ្យលោកគ្រូពេទ្យបង្ហាញរូបភាពមួយចំនួនរបស់នារីមួយចំនួនដែលធ្លាប់កែពីមុន before and after ក្រោយពេលពួកគេធ្វើតើលោកគ្រូពេទ្យអាចប្រាប់ពួកគេឲ្យយករូបភាពខ្លះមកទីនេះដើម្បីឲ្យប្រិយមិត្តបានឃើញដែរឬទេហើយពេលនេះក្នុងវេលានេះអ្នកទាំងអស់គ្នាកុំភ្លេចទស្សនា live stream របស់កម្មវិធីនេះនឹងមានកាដូចំនួន5រង្វាន់រាល់រង្វាន់នីមួយៗមានតម្លៃ10លានដុងដែលស្មើនឹង$400អាមេរិកពិតជាមានភាពទាក់ទាញខ្លាំងណាស់សម្រាប់អ្នកទាំង5ចូល comment លេខសំណាងពីខ្ទង់ខាងក្រោមនៅក្នុងផ្នែក comment ណា
ហើយកុំភ្លេច share បន្ត live stream នេះនិង tag មិត្តភ័ក្តិរបស់អ្នកចំនួន5នាក់បន្ទាប់មកនៅចុងបញ្ចប់នៃកម្មវិធីយើងនឹងវេជ្ជបណ្ឌិតថាយនឹងជ្រើសរើសលេខសំណាងទាំង5នោះហើយសូមប្រិយមិត្តទាំងអស់គ្នាចូលរួមដល់សកម្មសួរសំណួរតាក់ទងនឹងវិធីធ្វើចំហបែបណាដើម្បីឲ្យវេជ្ជបណ្ឌិតថាយឆ្លើយឲ្យបានច្បាស់ដើម្បីឲ្យប្រិយមិត្តទាំងអស់គ្នាបានដឹងណាដូចអ្វីដែលខ្ញុំប្រាប់បងអូននៅទីនេះតើលោកគ្រូពេទ្យអាចពង្រីកនៅត្រង់នេះបានដែរឬទេច្រមុះនេះមើលទៅធំហើយទាបបន្តិចនេះគឺជាបុគ្គលិកប្រឹក្សាយោបល់ជូនភៀវរបស់ខ្ញុំព្រោះខ្ញុំតែងតែប្រើរូបភាពបុគ្គលិកប្រឹក្សាយោបល់ស្លាបច្រមុះធំអំបញ្ញមិញបងអូនបាននិយាយអំពីការបង្រួមស្លាបច្រមុះការបង្រួមស្លាបច្រមុះគឺចាប់ពីទីនេះដើម្បីឲ្យបន្ទាត់ត្រង់ចេញពីជ្រុងភ្នែកចុះមកនេះស្លាបច្រមុះត្រូវតែស្ថិតនៅក្នុងបន្ទាត់នោះស្លាបច្រមុះនឹងស្ដើងកាលណាស្លាបច្រមុះរបស់យើងធំហើយចេញទៅក្រៅបន្ទាត់នោះទៅប្រើវិធីកាត់បង្រួមស្លាបច្រមុះទី1គាត់បានកាត់បង្រួមស្លាបច្រមុះហើយច្រមុះក្រោយពេលកាត់នឹងមើលទៅប្លែកណាស់ណទី2នោះគឺខ្ទង់ច្រមុះនេះទាបហើយចុងច្រមុះនេះរាងរីកពេលហឹងដែលជាអ្នកទទួលភ្ញៀវខ្ញុំនឹងធ្វើឲ្យចុងច្រមុះវែងជាងមុននិងខ្ពស់ជាងមុននឹងក្រោយធ្វើឲ្យចុងច្រមុះវែងនោះនឹងចូលទៅក្នុងវិធីសាស្ត្រកែតម្រង់ S line ស៊ីលីកូនមែនទេអត់ទេចុងច្រមុះត្រូវប្រើឆ្អឹងខ្ចីត្រចៀកឬឆ្អឹងខ្ចីត្រង់សសរច្រមុះបើចង់វែងឬអត់យើងនឹងដាក់បន្ថែមឆ្អឹងខ្ចីតម្រង់ S line ចូលឆ្អឹងខ្ចីគឺជាឆ្អឹងខ្ចីរបស់យើងផ្ទាល់ទើបវែងបាននៅពេលដែលមើលពីចំហៀងទើបយើងឃើញថាច្រមុះខុសប្លែកទាំងស្រុងមើលពីចំហៀងគឺឃើញច្បាស់បំផុតដូច្នេះនាងខ្ញុំគិតថាច្រមុះរបស់គាត់នេះគឺតូចជាងនាងខ្ញុំឃើញថាច្រមុះរបស់គាត់ពីមុនគឺទាបហើយច្រមុះរាងខ្លីនិងរាងរីកមែនទេរាងរីកយើងគ្រាន់តែទាញច្រមុះឲ្យវែងបន្តិចនោះនឹងមើលទៅស្អាតមានរូបភាពមួយសន្លឹកទៀតចាំខ្ញុំបង្ហាញឲ្យមើលច្រមុះមានច្រើនទម្រង់ដោយដែលខ្ញុំបាននិយាយច្រមុះមានច្រើនហើយច្រមុះនេះវាមិនសូវស្អាតខ្ទង់ច្រមុះនេះវាជាខ្ទង់ច្រមុះសេកអូបងស្រីនេះជាជនជាតិបរទេសត្រូវហើយជនបរទេសដែលខ្ញុំធ្វើផ្ទាល់នៅឯបរទេសភាគច្រើនមានច្រមុះសេកនៅវៀតណាមក៏ដូចគ្នាច្រមុះសេកនិងទី2គឺច្រមុះកឹបចុះក្រោមពេលនោះយើងនឹងកែតម្រង់ច្រមុះថ្មីយើងឈូសឆ្អឹងនោះចេញហើយយើងលើកចុងច្រមុះឡើងនោះនឹងកាន់តែស្អាតដូចច្រមុះបែបនេះអញ្ចឹងយើងនឹងឈូសឆ្អឹងចេញឬត្រូវហើយយើងឈូសឆ្អឹងនោះចេញវាសាមញ្ញណាស់ហើយលើកខ្ទង់ឡើងបាទខ្ញុំត្រូវធ្វើចុងច្រមុះឲ្យវែងទើបមើលទៅស្អាតនេះរូបរាងស្លាបច្រមុះនេះក៏ធំដែរលីពេលនោះចុងច្រមុះនឹងស្លាបច្រមុះតើអ្នករាល់គ្នាស្គាល់ថាជានរណាដែរទេអូមើលទៅប្លែកណាស់ពេលចុងច្រមុះជាធម្មតាស្អាតកុំគិតថាខ្ទង់ច្រមុះស្អាតវាស្អាតប៉ុន្តែយើងត្រូវមើលចុងច្រមុះធម្មតាចុងច្រមុះធំនិងខ្លីហើយវាធ្វើឲ្យច្រមុះមើលទៅមិនសូវស្អាតបើស្លាបច្រមុះធំពេកវានឹងមើលទៅធំដូច្នេះពេលនោះយើងត្រូវកែចុងច្រមុះឲ្យតូចវិញនិងស្លាបច្រមុះឲ្យស្អាតនិងវែងជាងមុនបងឃើញទេលីលូតាក្រោយពីធ្វើស្លាបច្រមុះនិងដាក់ខ្ទង់ច្រមុះវាធ្វើឲ្យសមមាត្រជាងមុនមើលទៅខុសប្លែកទាំងស្រុងចាសូមប្រិយមិត្តទាំងអស់គ្នាចោទជាសំណួរសួរនៅទីនេះណាដើម្បីឲ្យយើងនិងវេជ្ជបណ្ឌិតថាយអាចឆ្លើយសំណួរជូនប្រិយមិត្តទាំងអស់គ្នាណាឆ្លៀតពេលនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងអ្នកទាំងអស់គ្នាតែងគិតថាអាចចាក់បំពេញ filler ជាធម្មតា filler អាចធ្វើឲ្យច្រមុះទាំងអស់ស្អាតប៉ុន្តែវាមិនពិតទេព្រោះ filler គ្រាន់តែមានប្រសិទ្ធភាពចំពោះខ្ទង់ច្រមុះតែប៉ុណ្ណោះអ្នកត្រូវចងចាំមួយចំណុចនោះគឺប្រសិនបើខ្ទង់ច្រមុះរបស់អ្នកទាបអ្នកអាចធ្វើឲ្យវាខ្ពស់បានប៉ុន្តែបើចុងច្រមុះត្រូវមានចុងច្រមុះខ្ពស់និងវែងស្រាប់ទើបអាចជ្រើសយក filler បានប៉ុន្តែប្រសិនបើប្រើ filler ដើម្បីទាញច្រមុះឲ្យវែងដូចជាពេលទៅដល់ clinic កែសម្ផស្សដែលមិនមែនជាអ្នកឯកទេសពួកគេមិនយល់ហើយភាគច្រើនប្រើ filler ដែលចាក់ដើម្បីទាញចុងច្រមុះឲ្យវែងនិងលើកចុងច្រមុះនោះហានិភ័យរបស់វានឹងបង្កឲ្យឆ្លងមេរោគនៃចុងច្រមុះគ្រោះថ្នាក់ខ្លាំងណាស់អូឥឡូវនេះយើងបានចែករំលែកនៅព័ត៌មានដ៏មានប្រយោជន៍មួយចំនួនជូនដល់ប្រិយមិត្តទាំងអស់គ្នាអំពីវិធីលើកខ្ទង់ច្រមុះព្រមទាំងឆ្អឹងខ្ចីស៊ីលីកូនថាបែបណាឥឡូវនេះឈានចូលដល់វគ្គ2នោះយើងនឹងវេជ្ជបណ្ឌិតថាយនឹងប្រាប់អ្នកអំពីវិធីសាស្ត្រទី2មានប្រិយមិត្តជាច្រើនបានប្រើប្រាស់វិធីសាស្ត្រនេះព្រមទាំងផលវិបាកនិងគ្រោះថ្នាក់ជាច្រើនចំពោះវិធីសាស្ត្រនេះដែលប្រិយមិត្តមិនទាន់យល់ច្បាស់អំពីវិធីសាស្ត្រនេះនោះគឺការប្រើប្រាស់ filler មែនទេលោកគ្រូពេទ្យតើលោកគ្រូពេទ្យអាចពន្យល់បន្ថែមបានទេថាបច្ចុប្បន្ន filler មានប្រមាណប្រភេទដែលមាននៅលើទីផ្សារហើយប្រភេទ filler ណាដែលល្អនិងប្រភេទ filler ណាដែលមិនល្អបានទេលោកគ្រូពេទ្យនិយាយរួមនៅលើទីផ្សារបច្ចុប្បន្នមាន filler ជាច្រើនដែលមកពីម៉ាកផ្សេងៗគ្នាដូចជាចិន កូរ៉េ ថៃ អាមេរិកជាទូទៅមកពីប៉ែកអឺរ៉ុបជាមធ្យមមានសុវត្ថិភាពដូចជា Juvederm ដែលមកពីសហរដ្ឋអាមេរិកដូច្នេះជាទូទៅ filler ទាំងនេះមានសុវត្ថិភាពបន្ថែមពីលើកត្តាសុវត្ថិភាពវានឹងប្រើប្រាស់បានយូរជាងរយៈពេលនៃការប្រើប្រាស់យូររលាយយូរជាង
ហើយសុវត្ថិភាពគឺជាអាទិភាពចម្បងទី2គឺរយៈពេលកាន់តែយូរគឺកាន់តែល្អទោះបីជាមានតម្លៃថ្លៃជាងអាចមានតម្លៃថ្លៃជាងគុណនឹង3 4ឬ5ដងប៉ុន្តែអ្វីដែលល្អនោះគឺថាវាមានសុវត្ថិភាពហើយរយៈពេលនៃការចាក់គឺប្រើប្រាស់បានយូរជាងប៉ុន្តែប្រសិនបើយើងប្រើ filler ដែលមានតម្លៃទាបដូចជារបស់មកពីចិនឬថៃលក្ខណៈដែលមិនមានម៉ាកយីហោច្បាស់លាស់នោះវានឹងមានហានិភ័យខ្ពស់វាបង្កឲ្យមានប្រតិកម្មផលវិបាកនិងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជាអាឡែស៊ីឬការឆ្លងមេរោគលក្ខណៈជាការពិតដែលនាងខ្ញុំឃើញច្រើនករណីនៅបណ្ដាញសង្គមពេលនេះដូចជាមានអ្នកខ្លះចង់បានតម្លៃទាបបានប្រើ filler ដែលខ្លួនមិនស្គាល់ប្រភពដើមច្បាស់លាស់ឬអំពីជំនាញរបស់លោកគ្រូពេទ្យឬដឹងតតាមគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតឬវេជ្ជបណ្ឌិតដែលមានចំណេះដឹងយល់ច្បាស់អំពីសុវត្ថិភាពហើយមានអ្នកមួយចំនួនបានបិទភ្នែកបិទច្រមុះនាងខ្ញុំឃើញករណីទាំងនេះគួរឲ្យខ្លាចណាស់ដូច្នេះតើលោកគ្រូពេទ្យអាចណែនាំពីរបៀបដែលឲ្យពួកគេអាចប្រើ filler នេះដោយសុវត្ថិភាពបានទេជាដំបូងនៅពេលអ្នកចង់ចាក់ filler រឿងដំបូងដែលអ្នកត្រូវធ្វើគឺជ្រើសរើសអ្នកណាជាអ្នកចាក់ថ្នាំនោះឲ្យអ្នកទី1គឺជ្រើសរើសវេជ្ជបណ្ឌិតព្រោះមានតែគ្រូពេទ្យដែលបណ្ដុះបណ្ដាលផ្នែកកាយសម្ផស្សនោះទេទើបពួកគេដឹងពីការកែតម្រង់នៃច្រមុះចង្កាឬតំបន់ណាដែលមានសរសៃឈាមពេលចាក់ filler អ្វីដែលខ្លាចបំផុតគឺចាក់ចូលតាមសរសៃឈាមដូចជាចាក់តាមសរសៃឈាមអាចចូលតាមសរសៃភ្នែកអញ្ចឹងដែលអាចធ្វើឲ្យខ្វាក់ភ្នែកដោយក្នុងករណីដែលបងអូនបានឃើញអញ្ចឹងនឹងរាល់សរសៃឈាមនៃតំបន់ច្រមុះចុងច្រមុះនឹងបង្កឲ្យកើតមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាដំបូងពេលចាក់ filler គ្រូពេទ្យទាំងនោះនឹងទទួលការបណ្ដុះបណ្ដាលឲ្យចាក់ថ្នាំអ្វីដែលកំណត់ផលវិបាកខ្ពស់បំផុតព្រោះនៅពេលដែលមានផលវិបាកកើតឡើងពួកគេនឹងមានដំណោះស្រាយភ្លាមដើម្បីដោះស្រាយកុំឲ្យមានអ្វីកើតឡើងដូច្នេះតួនាទីរបស់អ្នកចាក់ត្រូវតែជាមនុស្សដែលមានការបណ្ដុះបណ្ដាលជាផ្លូវការជាមុនសិនវេជ្ជបណ្ឌិតកែសម្ផស្សមែនទេទី1គឺវេជ្ជបណ្ឌិតកែសម្ផស្សទី2គឺពេលអ្នកចាក់ filler អ្នកត្រូវជ្រើសរើសឧទាហរណ៍ថាខ្ញុំបានជ្រើសរើសចាក់ filler ឈ្មោះនេះឬឈ្មោះនោះហើយយើងត្រូវទៅ search មើល online ដើម្បីស្វែងរកឈ្មោះ filler នោះថាមកពីប្រទេសណារាល់ព័ត៌មានទាំងនោះគឺនៅទីនោះទាំងអស់យើងត្រូវជ្រើសរើសចំណុចសំខាន់ទាំងពីរនោះគឺទី1ត្រូវតែជាគ្រូពេទ្យចាក់ឲ្យយើងនិងទី2តើប្រភេទ filler នោះមកពីប្រទេសណាឈ្មោះអ្វីដែលយើងអាចបញ្ជាក់បានតាមអនឡាញយើងអាចស្វែងរកបានដូចជា Juvederm ពេលយើងវាយឈ្មោះវានឹងបង្ហាញថាមួយណាជាមួយណានិងជាអ្វីធម្មតាបំពង់ filler បែបនេះ filler គឺជាសារធាតុបំពេញមែនទេបន្ទាប់មកយើងនឹងចាក់បំពេញចូលផ្នែកច្រមុះរបស់យើងច្រមុះឬត្រង់ផ្នែកចង្កាឬផ្នែកថ្ពាល់មែនដែរឬទេពណ៌និយាយរួមទៅសារធាតុបំពេញគឺជាអ្វីគឺសម្រាប់ការចាក់ត្រង់តំបន់ណាដែលខ្វះខាតដើម្បីឲ្យវាពេញវិញដូចជាចង្កាខ្លីគេចាក់ដើម្បីឲ្យពេញប្រសិនបើខ្ទង់ច្រមុះទាបយើងចាក់បំពេញវាហើយប្រសិនបើថ្ពាល់មានអ្នកខ្លះគេចង់បានថ្ពាល់ខ្ពស់នោះយើងគ្រាន់តែចាក់បំពេញវាឡើងនិយាយរួម filler គឺជាសារធាតុបំពេញដែលយើងប្រើដើម្បីធ្វើឲ្យតំបន់នោះវាពេញតើមួយបំពង់នេះអាចចាក់បានច្រមុះមួយទេលោកគ្រូពេទ្យឬចង្កាមួយទាំងស្រុងទេអាស្រ័យលើច្រមុះនីមួយៗប្រសិនបើច្រមុះទាបមធ្យមនោះយើងអាចចាក់បានមួយបំពង់អាចធ្វើឲ្យខ្ទង់ច្រមុះស្អាតហើយឬចង្ការាងខ្លីក៏ប្រើមួយបំពង់ដែរអាស្រ័យលើមនុស្សម្នាក់ភាគច្រើនចាក់តែមួយបំពង់គឺបានហើយព្រោះវាមានតម្លៃខ្ពស់ឧទាហរណ៍ថា Juvederm មានតម្លៃ9លានដុងដែលស្មើប្រហាក់ប្រហែលនឹង$400អាមេរិកក្នុងម្នាក់ចាក់មួយបំពង់ប៉ុន្តែបើមកពីចិនគឺត្រឹមតែ 1.5 ទៅ 2 លានដុងតែប៉ុណ្ណោះដែលស្មើប្រហាក់ប្រហែល$60ទៅ$90អាមេរិកប្រសិនបើចង់ចាក់ប៉ុន្តែវាមិនមានសុវត្ថិភាពទេព្រោះនៅមន្ទីរពេទ្យយើងខ្ញុំមិនប្រើប្រាស់របស់ដែលគ្មានសុវត្ថិភាពនោះទេយើងប្រើតែផលិតផលដែលមកពីសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បើជាអាល្លឺម៉ង់យើងនឹងចាក់ Juvederm នេះមានតម្លៃថ្លៃជាងគេមែនទេលោកគ្រូពេទ្យ Juvederm គឺថ្លៃជាងគេដែលមានតម្លៃ9លានដុងដែលស្មើប្រហាក់ប្រហែលនឹង$400អាមេរិកក្នុងមួយបំពង់បើ Teoxane ក្នុងមួយតម្លៃមានតម្លៃ9លានដុងដែលមានតម្លៃប្រហាក់ប្រហែល$300អាមេរិកដែលជារបស់ Swiss ជាទូទៅបំពង់នីមួយៗមានតម្លៃខុសៗគ្នាអាស្រ័យទៅលើម៉ាកផ្សេងៗគ្នាចាសម្រាប់នាងខ្ញុំគិតថាបើយើងសម្រេចចិត្តថាត្រូវវះកាត់កែសម្ផស្សឬប្រើសារធាតុបំពេញចូលទៅក្នុងខ្លួនយើងហើយយើងពុំគួរស្ដាយលុយអីឬជ្រើសរើសកន្លែងឬផលិតផលដែលមានតម្លៃទាបដើម្បីដាក់ចូលទៅក្នុងខ្លួនរបស់យើងទេវាគ្រោះថ្នាក់ខ្លាំងណាស់មែនទេលោកគ្រូពេទ្យបាទគ្រោះថ្នាក់ខ្លាំងណាស់បាទនិយាយទៅបរិមាណដូចគ្នាប្រសិនបើចាក់ផលិតផល
ផលមកពីចិនតម្លៃ2លានដុងស្មើប្រហាក់ប្រហែល$80វានឹងរលាយក្រោយប្រហែលបាន3ខែចំណែកឯជូរដើមវានឹងរលាយក្រោយ2ឆ្នាំពេលខ្លះនាងខ្ញុំក៏ឃើញដែរថាមានប្រភេទស៊ីលីកូនប្រភេទនោះមិនមែនជា filler ទេវាជាស៊ីលីកូនប្រភេទនោះគេបានហាមហើយហាមគឺនៅពេលដែលយើងចាក់បញ្ចូលយើងមិនអាចយកចេញបានទេប៉ុន្តែបើប្រភេទនេះចាក់ចូល2ឆ្នាំក្រោយនឹងរលាយវិញដោយស្វ័យប្រវត្តិប៉ុន្តែនាងខ្ញុំឃើញថាមាន filler មួយចំនួនមានតម្លៃទាបហើយពេលខ្លះវាជាប់គ្នាជាដុំនៅលើបបោមាត់ឬនៅលើច្រមុះរបស់យើងនោះគឺជាស៊ីលីកូនមិនមែនជា filler ទេ filler មានន័យថាវាត្រូវតែរលាយបាទនោះហើយគឺជា filler បើ filler ដែលយើងប្រើនោះ filler ដែលយើងប្រើឥឡូវដែលបានអនុញ្ញាតនោះគឺជា filler ដែលត្រូវតែរលាយប្រហែលជា1ឆ្នាំឬ2ឆ្នាំប៉ុន្តែបើ filler ដែលប្រើស៊ីលីកូនត្រូវបានហាមឃាត់ហើយដូច្នេះយើងមិននិយាយទេ filler ដែលប្រើសារធាតុបំពេញក៏ដូចជាសារធាតុបំពេញដែលប្រើស៊ីលីកូនត្រូវបានហាមឃាត់បើវាស្អិតជាដុំមិនរលាយនោះគឺជាស៊ីលីកូនបើវារលាយបានទើបបានគេអនុញ្ញាតចំពោះ filler ដែលមិនរលាយដូចស៊ីលីកូនមិនអាចប្រើប្រាស់បានទេព្រោះវានឹងបង្កឲ្យមានផលវិបាកជាច្រើននិងត្រូវបានហាមឃាត់ការប្រើ filler បែបនេះវានឹងមានអត្ថប្រយោជន៍ដូចជាយើងនឹងមិនចាំបាច់ធ្វើការវះកាត់ឬរាតត្បាតឡើយយើងនឹងមិនចាំបាច់វះកាត់ឬដាក់អ្វីចូលទៅក្នុងខ្លួនរបស់យើងឡើយបាទត្រឹមត្រូវល្អត្រង់ថាគឺវាលឿននិងងាយស្រួលណាស់ប៉ុន្តែគុណវិបត្តិរបស់វាគឺមានតម្លៃខ្ពស់មែនទេដោយសារតែរៀងរាល់6ខែទៅ1ឆ្នាំត្រូវមកចាក់ម្ដងអាស្រ័យទៅលើប្រភេទ filler ដែលបានប្រើពី6ខែទៅ2ឆ្នាំវាអាស្រ័យលើប្រភេទ filler ដែលល្អបំផុតដូចជួរដើមដែលបាន2ឆ្នាំប៉ុន្តែមានតម្លៃខ្ពស់ប៉ុន្តែសម្រាប់លោកគ្រូពេទ្យតើលោកគ្រូពេទ្យនឹងណែនាំអ្នករាល់គ្នាថាគួរប្រើវិធីណាតើយើងគួរធ្វើការវះកាត់កែសម្ផស្សឬគួរប្រើ filler បើតាមទស្សនៈរបស់លោកគ្រូពេទ្យបើតាមគំនិតខ្ញុំរឿងសំខាន់ដំបូងដែលយើងត្រូវមើលដំបូងយើងត្រូវបែងចែកឲ្យច្បាស់ជាមុនសិនថាចុងច្រមុះយើងបែបណាបើចុងច្រមុះខ្លីហើយយើងមានតែត្រូវវះកាត់កែសម្ផស្សហើយទាញចុងច្រមុះឲ្យវែងដើម្បីឲ្យកាន់តែស្អាតនិងខ្ពស់ជាងមុនប៉ុន្តែបើយើងមានចុងច្រមុះស្អាតហើយខ្ទង់ច្រមុះទាបយើងអាចជ្រើសយក filler ឬការវះកាត់កែសម្ផស្សអាស្រ័យលើយើងអ្នកសម្រេចចិត្ត filler បានផលសម្រាប់តែការលើកខ្ទង់ច្រមុះទាបទេប៉ុន្តែគ្មានផលសម្រាប់ចុងច្រមុះទេតាមពិតមានប្រិយមិត្តជាច្រើនឆ្ងល់ថាតើនៅលើទម្រង់មុខរបស់យើងបានប្រើវិធីសាស្ត្រអ្វីឬយើងមានការវះកាត់កែសម្ផស្សដែរឬទេហេតុអ្វីបានជាទម្រង់មុខរបស់យើងខុសប្លែកគ្នាខ្លាំងទៅតាមពេលវេលាដូច្នេះថ្ងៃនេះយើងក៏ចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាដែរថានៅលើទម្រង់មុខយើងមិនទាន់បានប្រើវិធីវះកាត់ណាមួយឡើយឬវិធីណាមួយដែលតាក់ទងនឹងការវះកាត់ច្រមុះដាក់ឆ្អឹងខ្ចីស៊ីលីកូនឬធ្វើចង្កាទេមុននេះយើងគ្រាន់តែប្រើវិធីសាស្ត្រចាក់ filler តែប៉ុណ្ណោះហើយក៏ធ្វើយូរណាស់មកហើយឥឡូវនេះក៏បានរលាយអស់ហើយតើលោកគ្រូពេទ្យឃើញទម្រង់មុខនាងខ្ញុំបានឬនៅឬក៏ត្រូវធ្វើអ្វីបន្ថែមទៀតទេពេលនេះបន្ទាប់ពីព្យាបាលចប់សពគ្រប់ទម្រង់មុខរបស់យើងពេលនេះមានតុល្យភាពហើយស្អាតខ្លាំងណាស់ខ្ញុំគិតថាមិនចាំបាច់ធ្វើអ្វីទៀតទេជារឿយៗគេតែនិយាយថានាងខ្ញុំបានធ្វើច្រមុះព្រោះពីមុននាងខ្ញុំធាត់ខ្លាំងអ្នកណាក៏ដឹងដែរថាពីមុននាងខ្ញុំមានទម្ងន់70គីឡូហេតុនេះហើយទម្រង់មុខរបស់យើងមានរាងមូលហើយច្រមុះក៏មិនសូវ slim ប៉ុន្តែពេលនេះនាងខ្ញុំស្រកបានច្រើនណាស់ដូច្នេះហើយទម្រង់មុខក៏ប្រែប្រួលដែរនៅពេលដែលយើងសម្រក់គីឡូទម្រង់នៅលើមុខរបស់យើងក៏កាន់តែច្បាស់ជាងមុនលើពីនេះយើងក៏បានប្រើប្រាស់ filler នៅចុងច្រមុះរបស់ខ្លួនបន្តិចហើយនឹងចង្កាបន្តិចដើម្បីបំពេញច្រមុះនិងចង្កាឲ្យវាខ្ពស់ជាងមុននិងស្អាតជាងមុនបាទត្រូវហើយដើម្បីឲ្យកាន់តែខ្ពស់ជាងមុនបន្តិចនិងចង្កាឲ្យកាន់តែមានស្តង់ដារដូចជាចង្កាមានຂະຫນាតស្តង់ដាររបស់វាដូច្នេះគ្រាន់តែចាក់បន្តិចដើម្បីឲ្យវាស្អាតចែកជា3ផ្នែកគឺផ្នែកនេះផ្នែកនេះនិងផ្នែកនេះត្រង់នេះច្រមុះបបោមាត់និងចង្កាបើផ្នែកទាំង3នេះប៉ះផ្ទៃស្មើដូចគ្នានោះវាមិនអីទេមែនទេបាទអត់ទេចែកជា3ផ្នែកដើម្បីឲ្យមានតុល្យភាពបងយល់ទេសម្រាប់ផ្នែកទាំង3នេះដំបូងយើងត្រូវបែងចែកវាជា3ផ្នែកឧទាហរណ៍ថាប្រសិនបើចង្កាខ្លីប្រហែលដល់ត្រឹមនេះនោះត្រង់ផ្នែកនេះនឹងខ្វះអញ្ចឹងវានឹងមិនប៉ះទេអត់ទេបងត្រូវចែកវាជា3ផ្នែកដូចនេះដូចជាផ្នែកនេះ10សង់ទីម៉ែត្រចុះនៅទីនេះ10សង់ទីម៉ែត្រហើយនៅទីនេះ10សង់ទីម៉ែត្រហើយត្រង់នេះមានអ្នកខ្លះមានតែ8សង់ទីម៉ែត្រប៉ុណ្ណោះនោះយើងត្រូវតែចាក់ចង្កាឲ្យវែងស្មើ10សង់ទីម៉ែត្របងយល់នៃខ្ញុំនិយាយទេអូការបែងចែកវាជាផ្នែកទាំងនោះទើបមើលទៅស្អាតលោកគ្រូពេទ្យក្នុងករណីដែលពួកគាត់បានចាក់ filler ចូលច្រមុះ
ឬចង្ការរបស់ខ្លួនប៉ុន្តែគាត់មានអារម្មណ៍ថាចាក់ច្រើនលើសកម្រិតហើយវារៀងចាំបន្តិចតើយើងមានវិធីណាដែលអាចធ្វើឲ្យវារលាយបាត់ដែរឬទេបាទមានយើងចាក់ថ្នាំបន្សាប filler ដើម្បីកាត់បន្ថយមួយផ្នែកណាដែលយើងឃើញថាមានប្រវែងវែងខ្លាំងនោះយើងចាក់ចូលដើម្បីឲ្យវាបន្សាបខ្លះវាសាមញ្ញទេ filler មានសុវត្ថិភាពហើយល្អទៀតប្រហែលជាយើងចាក់ចូលច្រើនពេកនោះយើងអាចចាក់ថ្នាំបន្សាបបានឬមួយបង្កឲ្យមានផលវិបាកនោះយើងគ្រាន់តែចាក់ថ្នាំបន្សាបតែប៉ុណ្ណោះចាមានសំណួរមួយទៀតនាងខ្ញុំឃើញថាមានកន្លែងជាច្រើនផ្សាយពាណិជ្ជកម្មលើខ្ទង់ច្រមុះ 4D និង 5D ប៉ុន្តែនាងខ្ញុំមិនយល់ថាវិធីសាស្ត្រ 4D និង 5D នោះបែបណាតើវេជ្ជបណ្ឌិតអាចប្រាប់បន្ថែមបានទេជាទូទៅច្រមុះមានត្រឹមតែ 3D ទេរាល់កម្ពស់ពោះទាបដូចជាទទឹងនិងបណ្ដោយនាគត្រូវទេហើយប្រវែងគឺត្រឹមតែ 3D តែប៉ុណ្ណោះនិយាយរួមជាទូទៅនៅក្នុងលំហវាមានត្រឹមតែ 3D ដែរអត់មាន 4D ទេ 4D គឺជាការបន្ថែមនៃកត្តាពេលវេលាដូចជានៅក្នុងភាពយន្ត 4D អញ្ចឹងអ្នកទស្សនាទូរទស្សន៍ 3D ហើយអង្គុយនៅលើកៅអីដើម្បីឲ្យវាធ្វើឥទ្ធិពលនៃរំញ័រនោះលាក់នឹងលាក់នោះទៅហៅថា 4D ឥទ្ធិពលនៃពេលវេលាមិនមានពាក្យថា 4D ទេលំហក៏មិនមែនជា 4D ដែរវាគ្រាន់តែជា 3D ហើយប្រសិនបើកត្តាពេលវេលាផ្លាស់ប្ដូរនោះវាគឺជាឥទ្ធិពល 4D ដូច្នេះបើនិយាយថា 4D 5D គឺមិនត្រឹមត្រូវទេវាគ្រាន់តែជាវិធីដែលគេហៅវាដើម្បីឲ្យកាន់តែទាក់ទាញប៉ុណ្ណោះជាទូទៅខ្ញុំគិតថាប្រសិនបើជាគ្រូពេទ្យគេមិននិយាយបែបនោះទេប្រសិនបើជាគ្រូពេទ្យគ្មានអ្នកណានិយាយថា 3D 4D 5D នោះទេនោះគ្រាន់តែជាវិធីហៅតែប៉ុណ្ណោះនោះបានតែមើលរូបភាពប៉ុណ្ណោះប៉ុន្តែច្រមុះកែប្រកបគឺគេបែងចែកជាខ្ទង់ស៊ីលីកូនដាក់ខ្ទង់ស៊ីលីកូនមានមួយរងចង្ខ្ចីនិងមួយទៀតកែតាមទម្រង់ S-line គឺកែប្រែទម្រង់របស់ច្រមុះតែប៉ុណ្ណោះបើ 3D តាមស្តង់ដារគឺធម្មតាអ្នកណាក៏ធ្វើ 3D ដែរចំណែកឯច្រមុះ 4D 5D 6D ឬ 10D មានហាងកែសម្ផស្សមួយចំនួននិយាយអញ្ចឹងនិយាយរួមមិនមានអ្វីត្រឹមត្រូវទេគ្រាន់តែនិយាយសម្រាប់អ្នកមិនសូវយល់ដើម្បីឲ្យគេដឹងដូច្នេះនាងខ្ញុំគិតថាជាធម្មតាករណីដែលគ្រប់គ្នាជួបប្រទះដូចជាការបង្កផលវិបាកដល់ច្រមុះលាក់នឹងលាក់ដោយសារតែគាត់មិនមានការយល់ដឹងច្បាស់លាស់អំពីអ្វីដែលពួកគាត់កំពុងធ្វើចំណុចនេះយើងសូមក្រើនរំលឹកដល់អ្នកទាំងអស់គ្នាថាប្រសិនជាអ្នកទាំងអស់គ្នាបានគិតថាខ្លួននឹងវះកាត់កែសម្ផស្សច្រមុះឬជ្រើសរើសវិធីវះកាត់កែសម្ផស្សនៅលើទម្រង់មុខឬដងខ្លួនរបស់យើងគួរសិក្សាឲ្យបានច្បាស់យើងមិនគួរស្ដាប់តាមអ្វីដែលអ្នកដទៃផ្សព្វផ្សាយបែបនេះឬបែបនោះជួនកាលមានផលវិបាកកើតឡើងមានតែខ្លួនយើងទេដែលត្រូវទទួលយកលទ្ធផលត្រូវទេលោកគ្រូពេទ្យត្រឹមត្រូវហើយព្រោះបច្ចុប្បន្នមានព័ត៌មានជាច្រើននៅលើអ៊ីនធឺណិតផ្សាយពាណិជ្ជកម្មលាក់នឹងលាក់យើងមិនគួរស្ដាប់អ្វីប្លែកទេយើងគួរតែស៊ើបមើលថាវាបែបណាបើមានតាមស្តង់ដាររបស់វាហើយអានព័ត៌មានបន្ថែមស្រាវជ្រាវឲ្យបានច្រើនទើបយើងអាចយល់ច្បាស់កុំស្ដាប់តាមការផ្សព្វផ្សាយដូច 3D ធម្មតាអ្នកណាក៏ថា 3D ដែរចំណែកឯ 5D 6D 7D នោះសុទ្ធតែជាការផ្សព្វផ្សាយមិនពិតតែប៉ុណ្ណោះគ្មានគ្រូពេទ្យពិតប្រាកដណាគេផ្សព្វផ្សាយអ្វីដែលមិនពិតនោះទេកន្លែងណាដែលផ្សព្វផ្សាយកាន់តែច្រើនអំពី 5 ឬ 6D អីនោះអ្នកទាំងអស់គ្នាត្រូវជៀសវាងកន្លែងទាំងនោះព្រោះអ្នកទាំងនោះជាអ្នកផ្សព្វផ្សាយខុសអ្នកត្រូវតែជៀសវាងកន្លែងទាំងនោះមិនគួរទេឬយើងគួរនិយាយបន្ថែមអំពីការតចង្ការទៅណោះអូខេតាមពិតរឿងវះកាត់ចង្ការនិងច្រមុះវានឹងមានដូចជាស៊ីលីកូនឬវិធីសាស្ត្រធ្វើចង្ការដើម្បីឲ្យមានចង្ការមួយស្អាតទេតើលោកគ្រូអាចប្រាប់នាងខ្ញុំបានទេចង្ការគឺសាមញ្ញណាស់វាដូចគ្នាទៅនឹងច្រមុះដែរចង្ការឧទាហរណ៍ថាមិនចង់វះកាត់នោះយើងប្រើ filler ដែលជាសារធាតុបំពេញដើម្បីធ្វើឲ្យចង្ការវែងហើយបើយើងមិនចង់ចាក់រៀងរាល់ឆ្នាំឬ2ឆ្នាំម្ដងនោះយើងត្រូវប្រើស៊ីលីកូនហើយវិធីទី3គឺប្រើឆ្អឹងរបស់យើងតចង្ការត្រូវហើយឆ្អឹងចង្ការរបស់យើងត្រូវបានគេកាត់រួចហើយតឲ្យវែងជាងមុនវានឹងជាប់ជាមួយឆ្អឹងរបស់យើងមានតែ3វិធីតែប៉ុណ្ណោះគឺវិធីសាស្ត្រដោយមិនវះកាត់វិធីសាស្ត្រដាក់ចង្ការស៊ីលីកូននិងវិធីសាស្ត្រតចង្ការដោយឆ្អឹងខ្លួនយើងផ្ទាល់វ៉ាវអូចាំនាងខ្ញុំមើលអំបញ្ញមិញយើងបាន live ផ្ទាល់លើ Facebook ផ្ទាល់ខ្លួនរបស់យើងហើយមានអ្នកសួរសំណួរបែបនេះជាច្រើនពេលនេះយើងនឹងមើលសំណួរនៅលើ fan page របស់មន្ទីរពេទ្យកែសម្ផស្សវិទ្មីដែរហើយនឹងឆ្លើយតបជូនអ្នកទាំងអស់គ្នាណាក្នុងនេះមានបងស្រីម្នាក់គាត់សួរថាតើការកែច្រមុះ S-line និងកែច្រមុះបែបកូរ៉េខុសគ្នាយ៉ាងដូចម្ដេចលោកគ្រូពេទ្យ S-line គ្រាន់តែជាឈ្មោះសម្រាប់ហៅតែប៉ុណ្ណោះជាធម្មតា S-line គេតែងតែគិតថាជាការកែតម្រង់ S-line ប៉ុន្តែឥឡូវនេះវាបានក្លាយទៅជាឈ្មោះទូទៅដែលគេទម្លាប់ហៅហើយ S-line គឺដូចជាច្រមុះកែតម្រង់អញ្ចឹងដែលធ្វើឲ្យច្រមុះវែងនិងខ្ពស់ជាងមុនតាមពិត S-line មិនមែនជាពាក្យត្រឹមត្រូវសម្រាប់វាទេហើយការប្រើពាក្យកែតម្រង់វាស្តង់ដារជាងបើច្រមុះបែបកូរ៉េគឺគ្រាន់តែធ្វើឲ្យច្រមុះខ្ពស់ឡើងតែប៉ុណ្ណោះចា
ចឹងយើងនឹងប្រើពាក្យត្រឹមត្រូវដែលជាច្រមុះកែតម្រង់រចនាសម្ព័ន្ធមិនមែនច្រមុះ S line ទេមានមនុស្សជាច្រើនមានចម្ងល់អំពីរបៀបដើម្បីទទួលបានការប្រឹក្សាយោបល់នៃការពង្រីកដើមទ្រូងហើយនេះជាវគ្គទី2ប្រសិនបើលោកអ្នកតាមដានវគ្គដំបូងគឺប្រហែល1ខែហើយមែនទេលោកគ្រូពេទ្យ1ខែមុនយើងនឹងវេជ្ជបណ្ឌិតថៃក៏មានការ live stream បែបនេះដែរដែលផ្ដល់ដំបូន្មានជាច្រើនអំពីវិធីពង្រីកដើមទ្រូងនិងចំណេះដឹងអំពីការពង្រីកដើមទ្រូងអ្នកទាំងអស់គ្នាអាចត្រឡប់ទៅទំព័រ Facebook ផ្ទាល់ខ្លួនរបស់យើងហើយត្រឡប់ទៅទំព័រកាលពី1ខែមុនដើម្បីមើលការផ្សាយបន្តផ្ទាល់នោះណាបើអ្នកទាំងអស់គ្នាមានចម្ងល់អ្នកទាំងអស់គ្នាអាចសួរបានណាសូមសួរសំណួរនៅក្នុងការ live stream នេះហើយចាំថានៅចុងបញ្ចប់នៃកម្មវិធីយើងនឹងវេជ្ជបណ្ឌិតថៃនឹងមានកាដូដ៏ទាក់ទាញចំនួន5ដែលអំណោយនីមួយៗមានតម្លៃ10លានដុងដែលស្មើប្រហែលនឹង$400អាមេរិកសម្រាប់អ្នកទាំងអស់គ្នាអ្នកអាចប្រើប្រាស់សេវាកម្មណាមួយនៅមន្ទីរពេទ្យកែសម្ផស្សវៀតមីប៉ុន្តែកុំភ្លេច like នៅ live stream នេះហើយ comment លេខ2ខ្ទង់និង tag ឈ្មោះមិត្តរបស់អ្នកចំនួន5នាក់ចូលទៅក្នុង comment នោះណាបន្ទាប់មកយើងនឹងវេជ្ជបណ្ឌិតថៃនឹងធ្វើការជ្រើសរើសលេខសំណាងចំនួន5នោះកុំភ្លេចណាឥឡូវខ្ញុំនឹងសង្ខេបឡើងវិញសរុបមកទី1យើងមាន2វិធីគឺវះកាត់និងមិនវះកាត់ការមិនវះកាត់គឺយើងប្រើ filler ប៉ុន្តែ filler ប្រើសម្រាប់តែអ្នកដែលមានខ្ទង់ច្រមុះទាបប៉ុណ្ណោះហើយសម្រាប់អ្នកដែលមានច្រមុះស្អាតរួចទៅហើយបើអ្នកមានច្រមុះស្អាតរួចហើយប៉ុន្តែមានខ្ទង់ទាបទើបគួរប្រើ filler បើសម្រាប់អ្នកដែលមានចុងច្រមុះខ្លីខ្លាំងមិនគួរប្រើ filler ទេព្រោះវាមិនអាចទាញចុងច្រមុះឲ្យវែងបានឡើយបើអ្នកចេតនាចាក់ចូលហើយវានឹងបង្កឲ្យមានបញ្ហានៅចុងច្រមុះមូលហេតុព្រោះស្បែកចុងច្រមុះយើងងាយនឹងរងគ្រោះមែនទេបាទអត់ទេរាល់ចុងច្រមុះមានសរសៃឈាមនៅតំបន់នោះប្រសិនបើយើងចាក់ filler នៅទីនោះវានឹងធ្វើឲ្យស្ទះសរសៃឈាមនោះហើយបណ្ដាលឲ្យមានប្រតិកម្មនៅចុងច្រមុះដូច្នេះ filler ត្រូវបានហាមឃាត់សម្រាប់ការទាញចុងច្រមុះឲ្យវែងនិងចុងច្រមុះខ្ពស់និយាយរួមគឺមិនគួរទេចំពោះអ្នកដែលមានចុងច្រមុះខ្លីពេកនិងទាបពេកពួកគេត្រូវតែធ្វើការវះកាត់និយាយជារួមគឺបែបនេះការវះកាត់កែសម្ផស្សមានវិធីជាច្រើននៅពេលដែលអ្នកសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សអ្នកគួរតែទៅមន្ទីរពេទ្យកែសម្ផស្សដើម្បីទទួលការណែនាំពីវេជ្ជបណ្ឌិតនោះវាជាវិធីល្អបំផុតក្នុងការធ្វើឲ្យច្រមុះរបស់អ្នកស្អាតវាមិនមែនស្ថិតនៅលើខ្ទង់ច្រមុះទេប៉ុន្តែស្ថិតនៅលើស្នាមច្រមុះចុងច្រមុះបូកចូលគ្នាទើបស្អាតនិងទី2នៅពេលដែលឆ្អឹងត្រង់ខ្ទង់ច្រមុះធំយើងត្រូវឈូសឆ្អឹងឬវះកាត់ឆ្អឹងនោះអញ្ចឹងវាស្មុគស្មាញទេដែលត្រូវកាត់ឆ្អឹងនិងឈូសឆ្អឹងនោះចេញបាទវាសាមញ្ញណាស់ពេលនេះរឿងដែលនាងខ្ញុំបានឮមុននេះនាងខ្ញុំគ្រាន់តែឮថាបើកែច្រមុះតាមទម្រង់ S line យើងនឹងធ្វើការបង្រួមស្លាបច្រមុះប៉ុន្តែនាងខ្ញុំមិនបានឮអំពីវិធីនៃការឈូសឆ្អឹងថាបែបណានៅពេលដែលខ្ទង់ច្រមុះធម្មជាតិដែលជាខ្ទង់ច្រមុះរបស់យើងឧទាហរណ៍ខ្ទង់ច្រមុះនៅទីនេះធំពេកហើយច្រមុះអ្នកផ្សេងឥឡូវនិយាយថាច្រមុះរបស់ប្អូនចោះវាស្ដើងច្រមុះខ្ញុំដូចគ្នាប៉ុន្តែមានអ្នកខ្លះច្រមុះធំខ្លាំងពេលនោះយើងត្រូវដំឆ្អឹងច្រមុះហើយច្របាច់ចូលដើម្បីឲ្យឆ្អឹងត្រង់នេះស្ដើងអូផ្នែកសងខាងស្លាបនេះមែនទេត្រូវហើយស្លាបទាំងសងខាងនេះជាស្លាបច្រមុះនិងផ្នែកឆ្អឹងច្រមុះពេលឆ្អឹងច្រមុះយើងធំពេកយើងលើកខ្ទង់ឡើងហើយត្រង់នេះក៏ធំពេកវាអាក្រក់មើលណាស់នោះយើងត្រូវច្របាច់ឆ្អឹងច្រមុះរបស់យើងដុំទាំងសងខាងឲ្យបញ្ឈរឡើងឲ្យស្ដើងវិញរាងត្រីកោណនោះនឹងស្អាតនិយាយរួមគឺស្អាតនោះគឺជាវិធីបង្កើតទម្រង់ឆ្អឹងច្រមុះតើនីតិវិធីទាំងនោះមានផលវិបាកច្រើនទេតើវាមានសុវត្ថិភាពដែរឬទេនិយាយរួមវាមានសុវត្ថិភាពឆ្អឹងច្រមុះគឺដូចជាពេលមនុស្សវាយគ្នាដួលម៉ូតូឬបាក់ឆ្អឹងច្រមុះវាជារឿងធម្មតាបើឆ្អឹងច្រមុះយើងច្របាច់តាមទម្រង់របស់យើងវានឹងស្អាតណាស់និយាយរួមគឺទន់ភ្លន់ណាស់ឆ្អឹងច្រមុះរបស់យើងជាសះស្បើយយ៉ាងឆាប់រហ័សប្រហែលជា2សប្តាហ៍វានឹងជាសះស្បើយទាំងស្រុងជាទូទៅទុកនៅនឹងកន្លែងប្រហែល1សប្តាហ៍គឺអូខេហើយអូអញ្ចឹងឬប៉ុន្តែបើវិធីសាស្ត្រដែលយើងឈូសឆ្អឹងច្រមុះខាងលើនេះយ៉ាងម៉េចវិញលោកវេជ្ជបណ្ឌិតនោះគឺនៅពេលដែលយើងមានដុំពកត្រង់នេះមានដុំពកនោះយើងគ្រាន់តែប្រើវត្ថុខាត់ដោយពេជ្រយើងខាត់វាសាមញ្ញណាស់គ្រាន់តែខាត់ចូលបាត់ដុំពកនោះភ្លាមបន្ទាប់ពីយើងខាត់រួចយើងនឹងមានម៉ាស៊ីនបូមយើងបូមកម្ទេចធូលីឆ្អឹងទាំងអស់នោះចេញនិយាយរួមបូមចេញទាំងអស់វាមិនអីទេកំទេចឆ្អឹងទាំងនោះប្រសិនបើយើងខាត់ហើយតែខ្ទង់ច្រមុះទាបពេកយើងនឹងដាក់ខ្ទង់មានមនុស្សដែលមានខ្ទង់ច្រមុះខ្ពស់ហើយប៉ុន្តែមានដុំពកនោះយើងគ្រាន់តែខាត់ចេញតែប៉ុណ្ណោះប៉ុន្តែជាធម្មតាសម្រាប់អ្នកដែលត្រូវខាត់នោះជាជនបរទេសមែនទេភាគច្រើនគេមានពកនោះជនបរទេសមានពកនោះច្រើនខ្លាំងវៀតណាមយើងក៏មានដែរតែភាគតិចទេតិចប៉ុន្តែអត្រាក៏ទាបដែរចាក្នុងនេះមានប្រិយមិត្តម្នាក់ឈ
ឈ្មោះចង្លងបានសួរសំណួរល្អណាស់បើចាក់ filler ចូលនៅក្នុងច្រមុះដែលបានលើកខ្ទង់រួចបានទេជាទូទៅការចាក់ filler ដែលលើកខ្ទង់រួចហើយមិនត្រូវបានណែនាំទេព្រោះប្រសិនបើយើងបានលើកខ្ទង់រួចហើយនោះយើងគ្រាន់តែធ្វើប្រសិនបើចាក់ filler វាគ្រាន់តែមានប្រសិទ្ធភាពលើកខ្ទង់ច្រមុះតែប៉ុណ្ណោះប្រសិនបើយើងលើកខ្ទង់ច្រមុះរួចហើយខ្ញុំក៏មិនយល់ថាគេធ្វើបែបណាទេមានន័យថាគាត់ប្រើខ្ទង់ស៊ីលីកូនហើយពេលនេះគាត់ចង់ឲ្យច្រមុះខ្ពស់ជាងនេះទៀតគាត់ចង់ចាក់ filler តើបានទេអត់បានទេយើងគួរដកខ្ទង់ច្រមុះនោះចេញហើយដាក់ខ្ទង់ដែលខ្ពស់ជាងវាសាមញ្ញជាងហើយអ្វីបានជាយើងមិនធ្វើប្រសិនជាចាក់គឺយើងចាក់តែស្រទាប់ក្រោមស្បែកប៉ុណ្ណោះប៉ុន្តែវាមិនល្អទេវានឹងកាន់តែស្មុគស្មាញវាមិនស្មុគស្មាញទេប៉ុន្តែគ្រាន់តែមិនដូចការកំណត់របស់វាប្រសិនបើគាត់បានលើកខ្ទង់ច្រមុះរួចហើយចង់ឲ្យច្រមុះរបស់ខ្លួនខ្ពស់ជាងនោះគាត់គួរតែយកឆ្អឹងខ្ចីនោះចេញដើម្បីអាចបញ្ចូលខ្ទង់មួយផ្សេងទៀតបានភ្លាមតែម្ដងដូចជាទៅជួបពេទ្យគ្រាន់តែចាក់ថ្នាំស្ពឹកដើម្បីយកខ្ទង់ច្រមុះចេញហើយប្រើខ្ទង់ដែលខ្ពស់ជាងដើម្បីចាក់ចូលភ្លាមវាមិនបណ្ដាលឲ្យហើមឬឈឺអ្វីឡើយព្រោះយើងមានប្រហោងក្នុងខ្ទង់នោះរួចហើយដូច្នេះពេលដាក់ចូលច្រមុះមិនហើមអ្វីទាំងអស់វាគ្រាន់តែខ្ពស់ជាងមុនហើយស្អាតភ្លាមខ្ញុំក៏ចង់ចែករំលែកដែរថាមានមនុស្សជាច្រើនដែលបានចាក់ filler ហើយចង់ធ្វើច្រមុះភ្លាមបានទេក៏មានសំណួរទាំងនោះដែរបានចាក់ filler ប៉ុន្តែចូលចិត្តដោយសារតែពេលចាក់ filler លើកដំបូងគឺគេមិនហ៊ានវះកាត់ដូច្នេះគេចាក់ filler គេឃើញថាស្អាតបន្តិចហើយចង់ស្អាតទៀតនោះគេមកទីនេះហើយចង់វះកាត់ការសម្ផស្សភ្លាមបានទេបានយើងគ្រាន់តែចាក់ថ្នាំបន្សាបក្រោយចាក់បាន2ថ្ងៃក្រោយមកចាំយើងធ្វើការវះកាត់ការសម្ផស្សបានធម្មតាព្រោះពេលយើងចាក់ថ្នាំបន្សាប2ថ្ងៃក្រោយមកវាត្រឡប់មកធម្មតាវិញហើយប៉ុន្តែក្នុងករណីបើគេបានចាក់ filler ដែលមិនល្អហើយយើងចាក់ថ្នាំបន្សាបប៉ុន្តែមិនបានផលតើត្រូវបង្ខំចិត្តកោសចេញឬខ្ញុំបាននិយាយហើយវាជា filler ប៉ុន្តែវាជាស៊ីលីកូនខ្ញុំបាននិយាយថាប្រសិនបើ filler ដែលយើងកំពុងប្រើគឺចាក់ដើម្បីរំលាយវាបើ filler ដែលនិយាយថាស៊ីលីកូនប៉ុន្តែមិនរលាយត្រូវបានហៅថាស៊ីលីកូនវាក៏ជាសារធាតុបំពេញដែរប៉ុន្តែវាជាស៊ីលីកូនហើយពេលនោះយើងត្រូវតែកោសស៊ីលីកូនប៉ុន្តែវាធ្ងន់ធ្ងរណាស់ព្រោះនៅពេលដែលកោសស៊ីលីកូនចេញនោះវាងាយមានបញ្ហានិងមានផលវិបាកជាច្រើននាងខ្ញុំដឹងករណីមួយចំនួនរបស់ពួកគាត់ឃើញមុខរបស់ពួកគេក្រោយពេលកោសរួចហើយមើលទៅប្រែទ្រង់ទ្រាយខូចទ្រង់ទ្រាយនិងឆ្លងមេរោគឬផ្សេងនិយាយទៅមិនអាចកោសវាចេញទាំងអស់បានទេដូច្នេះឥឡូវនេះអ្នកទាំងអស់គ្នាត្រូវតែប្រកាសថាអ្នកភ្លេចនៅរឿងដែលគេនិយាយអំពី filler ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវតែប្រកាសថាវាគឺជាស៊ីលីកូនឬអត់ filler គឺគេតែនិយាយថាជាសារធាតុបំពេញប៉ុន្តែក្នុងទីនេះគេបានហាមឃាត់ស៊ីលីកូនមិនអាចអនុញ្ញាតឲ្យដាក់ស៊ីលីកូនចូលទៅក្នុងរាងកាយបានទេតើធ្វើដោយម្ដេចទើបយើងអាចដឹងថាវាជាស៊ីលីកូនហើយមានសរសេរក្នុងបញ្ជីធាតុផ្សំដែរឬទេអត់ទេមានសរសេរម៉ាកនោះឧទាហរណ៍គេនិយាយថាគេចាក់Juvederm ឲ្យយើងអញ្ចឹងយើងដឹងច្បាស់ថាវាមិនមែនជាស៊ីលីកូនហើយបើស៊ីលីកូនគឺគ្មានម៉ាកយីហោអ្វីទាំងអស់គ្មានក្រុមហ៊ុនណាអនុញ្ញាតឲ្យចាក់ស៊ីលីកូនរៀលទេដូច្នេះមិនអាចចាក់បានទេត្រូវបានហាមឃាត់ទូទាំងពិភពលោកហើយអូចានាងខ្ញុំយល់ហើយអូនាងខ្ញុំឃើញមានមិត្តម្នាក់បានសួរថាមានវិធីសាស្ត្រមួយទៀតនោះគឺការលើកខ្ទង់ច្រមុះដោយសរសៃអំបោះ collagen នាងខ្ញុំឃើញថាខាងមន្ទីរពេទ្យយើងអត់មានធ្វើទេមែនទេខាងយើងក៏មានដែរប៉ុន្តែវាក៏ដូចគ្នាដែរយើងគ្រាន់តែធ្វើខ្ទង់ឲ្យខ្ពស់យើងមិនអាចធ្វើឲ្យចុងច្រមុះខ្ពស់និងវែងនោះទេនិយាយរួមគឺវាអញ្ចឹងវាក៏ដូចអញ្ចឹងប៉ុន្តែបើនិយាយទៅវាមិនសូវស្អាតដូចវាអន់ជាង filler ទៀតប្រសិនបើអ្នកជ្រើសរើសនោះអ្នកមិនគួរប្រើវាទេព្រោះវាមានប្រសិទ្ធភាពត្រឹមតែ3ខែប៉ុណ្ណោះវាមិនល្អទេនិយាយទៅវិធីសាស្ត្រអំបោះគឺអន់ជាងគេត្រឹម3ទៅ6ខែទេហើយក៏មិនអាចទាញចុងច្រមុះឲ្យវែងគឺគ្រាន់តែធ្វើឲ្យខ្ទង់ច្រមុះខ្ពស់បានត្រឹមតែ3ទៅ6ខែប៉ុណ្ណោះដូច្នេះហើយខ្ញុំណែនាំថាបើជ្រើសរើសមិនវះកាត់ទេគួរតែប្រើ filler ប្រភេទល្អប៉ុណ្ណោះជាទូទៅវាបែបហ្នឹងទី2ត្រូវចាំថាគ្មាននរណាត្រូវបានអនុញ្ញាតឲ្យប្រើស៊ីលីកូននោះទេដូច្នេះមុននឹងធ្វើ filler អ្នកត្រូវតែពិនិត្យមើលថាតើវាជាស៊ីលីកូនឬអត់មានហាងកែសម្ផស្សឬកន្លែងដែលគេនិយាយថាខ្លាញ់សិប្បនិម្មិតឬខ្លាញ់អាមេរិកខ្លាញ់អូស្ត្រាលីឬអ្វីបែបនោះពួកគេភាគច្រើននិយាយដើម្បីចាក់ស៊ីលីកូនឲ្យយើងដូច្នេះយើងមិនអាចប្រើវាសម្រាប់រាងកាយរបស់យើងបានទេវាបង្កគ្រោះថ្នាក់ដល់យើងនិយាយរួមគឺដាច់ខាតមានប្រិយមិត្តសួរថាបងអើយសូមជួយណែនាំខ្ញុំផងខ្ញុំលើកខ្ទង់ច្រមុះរួចហើយពេលនេះច្រមុះខ្ញុំតូចជាងមុនវារាងតូចនៅចុងច្រមុះបន្តិចតើអាចគ្របត្រង់ចុងច្រមុះដោយឆ្អឹងខ្ចីបានទេលើកមុនខ្ញុំធ្វើនៅឯប្រទេសថៃបានករណីនោះយើងប្រើឆ្អឹងខ្ចីដោយប្រើឆ្អឹងខ្ចីត្រចៀកដើម្បីបិទបាំងវិញនិយាយរួមប្រសិនបើចង់ធ្វើឲ្យចុងច្រមុះធំជាងមុនគឺងាយស្រួលណាស់ចុងច្រមុះធំយើងគ្រាន់តែប្រើឆ្អឹងខ្ចីត្រចៀកគ្របវា
ដើម្បីឲ្យវាធំតែប៉ុណ្ណោះចាសំណួរក៏អស់ហើយរាល់សំណួរទាំងអស់ក៏យើងបានស្រាវចម្ងល់ជូនអ្នកទាំងអស់គ្នាហើយជាទូទៅនៅពេលដែលតាមដានចំណុចនេះអ្នករាល់គ្នានឹងយល់ថាពេលណាត្រូវប្រើ filler និងពេលណាត្រូវជ្រើសរើសលើកទង់ច្រមុះតាមទម្រង់ប្រសិនបើប្រិយមិត្តចង់ស្វែងយល់បន្ថែមគ្រាន់តែចូលទៅកាន់ website របស់មន្ទីរពេទ្យកែសម្ផស្សវៀតមី .com នោះអ្នកនឹងអាចអានដោយយកចិត្តទុកដាក់ខ្ញុំមានសរសេរយ៉ាងច្បាស់នៅគ្រប់វិធីសាស្ត្រដើម្បីឲ្យប្រិយមិត្តបានយល់ចាឥឡូវនេះយើងស្ថិតនៅលើ Facebook page របស់យើងហើយក៏កំពុងនៅលើ fan page របស់មន្ទីរពេទ្យកែសម្ផស្សវៀតមីយើងឃើញថាមានប្រិយមិត្តជាច្រើនសរសេរលេខ2ខ្ទង់នៅទីនេះហើយបន្ទាប់ពី live stream នេះយើងនឹងវេជ្ជបណ្ឌិតថៃនឹងធ្វើការជ្រើសរើសមនុស្សចំនួន5នាក់ដែលមានលេខសំណាងបំផុតចំនួន5ដើម្បីផ្ដល់ឲ្យអ្នកនៅអំណោយចំនួន5តែអំណោយនីមួយៗមានតម្លៃ10លានដុងដែលស្មើប្រហែល$400អាមេរិកបន្ទាប់មកយើងនឹងវេជ្ជបណ្ឌិតថៃនឹងពិនិត្យម្ដងទៀតដើម្បីមើលថាតើអ្នកបានបំពេញគ្រប់ជំហានហើយឬនៅដូចជា like, comment និង tag មិត្តភ័ក្តិ5នាក់ចូលឬនៅហើយសំខាន់បំផុតតើយើងបាន share live stream នេះឬនៅហើយប្រសិនបើអ្នកទទួលបានលេខសំណាងទាំងនោះប៉ុន្តែអ្នកមិនទាន់បានបំពេញគ្រប់ជំហានដែលយើងទើបតែបានលើកឡើងទេនោះត្រូវបានចាត់ទុកថាអ្នកមិនទាន់ទទួលបានអំណោយទាំងនេះសូមប្រិយមិត្តព្យាយាមអាននៅ caption នៅទីនេះហើយបំពេញគ្រប់ជំហានទាំងអស់នេះណាអ្នកទាំងអស់គ្នារហូតមកដល់ពេលនេះការ live stream មានរយៈពេលជាង40នាទីហើយយើងក៏មិនចង់អូនអនឡាញពេលវេលារបស់អ្នកទាំងអស់គ្នាដែរដូច្នេះហើយយើងនឹងវេជ្ជបណ្ឌិតថៃមានពេលកន្លងមកហើយវេជ្ជបណ្ឌិតថៃក៏បានចែករំលែកបទពិសោធន៍របស់គាត់ជាច្រើនក៏ដូចជាចែករំលែកចំណេះដឹងជាច្រើនអំពីសម្រស់និងវិធីសាស្ត្រកែសម្ផស្សថាបែបណាហើយប្រសិនបើអ្នកចង់ធ្វើឲ្យច្រមុះរបស់អ្នកកាន់តែស្រស់ស្អាតនិងទាក់ទាញសូមប្រិយមិត្តទាំងអស់ពិនិត្យមើលការ live stream នេះព្រោះនៅទីនេះមានសំណួរទូទៅជាច្រើនពិតជាមានសំណួរជាច្រើនហើយប្រសិនបើប្រិយមិត្តមិនទាន់បានទស្សនាអាចទស្សនាម្ដងទៀតរាល់សំណួរខាងលើដើម្បីទទួលបានចម្លើយដែលអ្នកទាំងអស់គ្នាតែងមានចម្ងល់ណាប្រិយមិត្តទាំងអស់គ្នាអូខេពេលវេលាកំណត់របស់កម្មវិធីរបស់យើងបានចប់ហើយដូច្នេះសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់យោបល់ដ៏មានប្រយោជន៍អំពីវិធីវះកាត់លើកទង់ច្រមុះពីវេជ្ជបណ្ឌិតថៃហើយនឹងមានការ live stream បន្ថែមទៀតនៅពេលក្រោយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមជាមួយយើងនឹងវេជ្ជបណ្ឌិតថៃណាតើវេជ្ជបណ្ឌិតថៃមានអីចង់ប្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀតទេខ្ញុំបាននិយាយហើយថាបន្ទាប់ពីអ្នកទាំងអស់គ្នាបានទស្សនាការពិភាក្សានេះហើយប្រសិនបើអ្នកទាំងអស់គ្នានៅតែមានចម្ងល់សូមចូលទៅកាន់គេហទំព័ររបស់មន្ទីរពេទ្យកែសម្ផស្សវៀតមី .com ឬទូរស័ព្ទមកដោយផ្ទាល់សម្រាប់ការណែនាំលម្អិតបន្ថែមយកល្អគួរតែមកទីនេះដើម្បីទទួលបានការពិគ្រោះយោបល់បន្ថែមដើម្បីឲ្យគ្រូពេទ្យអាចណែនាំទម្រង់មុខនីមួយៗមានចំមុះបែបណាដែលស័ក្តិសមបំផុតសម្រាប់អ្នកនិងល្អបំផុតជាការពិតនាងខ្ញុំគិតថាប្រសិនបើអ្នកទាំងអស់គ្នាមានពេលអ្នកទាំងអស់គ្នាគួរតែព្យាយាមអញ្ជើញមកកម្មវិធីពេទ្យកែសម្ផស្សវៀតមីដើម្បីឲ្យអ្នកទាំងអស់គ្នាបានពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតនិងក្រុមវេជ្ជបណ្ឌិតនៅទីនេះផ្ដល់យោបល់ជូនយើងបែបណាដើម្បីទទួលបានវិធីសាស្ត្រដែលល្អបំផុតនិងស្រស់ស្អាតបំផុតដោយសារតែមានបុគ្គលិកស្អាតស្អាតជាច្រើននៅទីនេះក៏ដូចជាក្រុមវេជ្ជបណ្ឌិតនិងកីឡានុបេដ្ឋាយិកានៅទីនេះដែលមានបទពិសោធន៍ព្រមទាំងវិជ្ជាជីវៈដូច្នេះអ្នកទាំងអស់គ្នាអាចជឿជាក់បានក្នុងការអញ្ជើញមកទីនេះណាសូមអរគុណអ្នកទាំងអស់គ្នាឥឡូវនេះយើងនឹងវេជ្ជបណ្ឌិតថៃសូមលាអ្នកទាំងអស់គ្នាហើយសន្យាជួបគ្នានៅក្នុង live stream បន្ទាប់ណាសូមអរគុណអ្នកទាំងអស់គ្នាបងអូនប្រាប់ថាអ្នកណាឈ្នះសូមផ្ញើសារទីនេះដើម្បីទទួលបានរង្វាន់ណាប្រសិនបើប្រិយមិត្តណាមកមិនទាន់វគ្គដែលយើងប្រកាសរង្វាន់ទេសូមបើកមើលម្ដងទៀតបន្ទាប់ពីយើងបញ្ចប់ការ live stream នេះសូមប្រិយមិត្តបើកមើលម្ដងទៀតដើម្បីមើលថាតើអ្នកមាននៅក្នុងលេខសំណាងទាំង5នេះឬទេហើយប្រសិនបើឈ្នះហើយសូម comment ខាងក្រោមណាយើងនឹងពិនិត្យម្ដងទៀតដើម្បីអាចផ្ញើអំណោយសំណាងទាំង5អំណោយនីមួយៗមានតម្លៃ10លានដុងដែលស្មើប្រហែល$400អាមេរិកដើម្បីឲ្យប្រិយមិត្តប្រើប្រាស់សេវាកម្មរបស់មន្ទីរពេទ្យកែសម្ផស្សវៀតមីណាកុំភ្លេចណាបាយបាយជួបគ្នាម្ដងទៀតក្នុងការ live stream បន្ទាប់ណាបាយបាយអរគុណអ្នកទាំងអស់គ្នា